រក្សាសូមគោរពនឹងជម្រាបសួរទូរទស្សនិកជនជាទីមេត្រីស្វាគមន៍មកកាន់កិច្ចសម្ភាសន៍ពិសេសរបស់ទូរទស្សន៍ BTV ទូរទស្សនិកជននៅថ្ងៃនេះកិច្ចសម្ភាសន៍របស់យើងមានប្រធានបទសំខាន់មួយទាក់ទងទៅនឹងការចូលរួមក្នុងដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុបនៅក្នុងឆ្នាំសិក្សា2026នេះទូរទស្សនិកជននៅថ្ងៃទី10និងថ្ងៃទី11ខែសីហាឆ្នាំ2026ខាងមុខនេះដល់ថ្ងៃនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលមានរយៈពេល2ថ្ងៃហើយការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះគឺក្រសួងអប់រំយុវជននិងកីឡានៅតែរក្សានៅគោលការណ៍គ្រឹះអ្នកចេះគឺជាប់មានន័យថាដំណើរការនៃការប្រឡងគឺបានរឹតបន្តឹងហើយនេះក៏ជាការធ្វើកំណែតម្រង់លើវិស័យអប់រំមួយទាក់ទងទៅនឹងដំណើរការនៃការប្រឡងដែលក្រសួងអប់រំយុវជននិងកីឡាបានចាប់ផ្ដើមតាំងពីឆ្នាំ2014មកម្លេះអ្វីដែលយើងចង់លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ថ្ងៃនេះដែលយើងផ្ដោតថាក្រសួងអប់រំយុវជននិងកីឡារៀបចំធ្វើកំណែតម្រង់រៀបចំការប្រឡងហើយក៏ប៉ុន្តែมันអាចមើលរំលងពីការចូលរួមរបស់ផ្នែកពាក់ព័ន្ធឬក៏អង្គភាពពាក់ព័ន្ធនោះទេនៅថ្ងៃនេះយើងមានភ្ញៀវកិត្តិយសអញ្ជើញមកពី3អង្គភាពស្ថាប័នដែលជាផ្នែកមួយចូលរួមចំណែកនៅក្នុងដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែរនោះយើងមានការចូលរួមពីភ្ញៀវទី1ឯកឧត្តមកែវធីវុឌ្ឍជាឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយតំណាងឲ្យអង្គភាពប្រឆាំងអំពើពុករលួយហើយក្នុងនោះគឺមានវត្តមានរបស់ឯកឧត្តមសុកពេញវុឌ្ឍអភិបាលរងរាជធានីភ្នំពេញតំណាងឲ្យអាជ្ញាធរដែលបានចូលរួមចំណែកមួយនៅក្នុងដំណើរការនៃការប្រឡងនេះដែរហើយនឹងវត្តមានរបស់ឯកឧត្តមបណ្ឌិតសោមរតនាសមាជិកគណៈកម្មាធិការកណ្ដាលនៃសហភាពសហព័ន្ធយុវជនកម្ពុជាតំណាងឲ្យសហភាពសហព័ន្ធយុវជនកម្ពុជាអនុញ្ញាតជួបភ្ញៀវកិត្តិយសទាំង3រូបចា៎ជំរាបសួរអាដាមចា៎ជំរាបសួរអាដាមទាំង3រូបចា៎ដែលបានចូលរួមនៅក្នុងកិច្ចសម្ភាសន៍នៅថ្ងៃនេះចាហើយយ៉ាងបាញ់មិញនាងខ្ញុំជំរាបជូនខ្លះទៅដល់ទូរទស្សនិកជនហើយមិនអាចចោលនៅការចូលរួមចាពីផ្នែកពាក់ព័ន្ធទេជាពិសេសគឺ ACU ចូលរួមនៅក្នុងការអង្កេតការចាហើយអាជ្ញាធរចូលរួមក្នុងដំណើរការនៃការរៀបចំចាតាំងពីមុនការប្រឡងក្នុងការប្រឡងហើយក្រោយការប្រឡងក៏ដូចគ្នាចាពិនិត្យមើលហើយជាពិសេសសសយកក៏បានចូលរួមដូចគ្នាដែរចានៅក្នុងដំណើរការនៃការប្រឡងនេះមុនពេលប្រឡងចាប់ផ្ដើមក្នុងអំឡុងពេលប្រឡងហើយចូលរួមជាមួយនឹងផ្នែកផ្សេងៗជាច្រើនទៀតសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានបញ្ជាក់ដែរពាក់ព័ន្ធទៅនឹងការប្រឡងនេះប្រសាសន៍របស់សម្ដេចគឺជាប់ដោយមោទនៈធ្លាក់ដោយអស់ចិត្តចាអញ្ចឹងស្របទៅនឹងអ្វីដែលក្រសួងអប់រំបានធ្វើគឺអ្នកចេះគឺជាប់មុននឹងនាងខ្ញុំចូលទៅកាន់សំណួរដែលពាក់ព័ន្ធទៅនឹងការចូលរួមពីផ្នែកពាក់ព័ន្ធចំពោះការប្រឡងចង់ដឹងពីចំណាប់អារម្មណ៍បន្តិចផ្ដើមចេញពីឯកឧត្តមកែវធីវុឌ្ឍចាដែលជាឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយចាប់អារម្មណ៍បែបណាដែរចំពោះកំណែតម្រង់លើវិស័យអប់រំតាក់ទងទៅនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះតាំងពីឆ្នាំ2014រហូតមកដល់ពេលបច្ចុប្បន្នចាបាទសូមអរគុណចាហើយខ្ញុំបាទសូមគ្រប់សម្ដេចទ្រង់ឯកឧត្តមលោកជំទាវអាណាព្យាបាលមេដាបេដាសិស្សហើយសូមជម្រាបសួរឯកឧត្តមទាំងពីរហើយជាពិសេសគឺកញ្ញារក្សាជាពិធីការនេះហើយក៏ជាបឋមនេះក៏សូមគ្រប់ថ្លែងអំណរគុណចំពោះឯកឧត្តមកតេកេសរបណ្ឌិតទេសរដ្ឋមន្ត្រីប្រធានអង្គភាពឆាំងអំពើពុករលួយដែលបានអញ្ញាតខ្ញុំបាទចូលរួមមកធ្វើបទសម្ភាសន៍នៅក្នុងទូរទស្សន៍បាយ័នហើយក៏ជាឱកាសនេះក៏សូមអរគុណចំពោះទូរទស្សន៍ BTV ដែលបានរៀបចំនៅកម្មវិធីនេះដែលមានកញ្ញាពៅរក្សាជាពិធីការនេះធ្វើឲ្យខ្ញុំបាទមានឱកាសដើម្បីជម្រាបជូនចូលរួមតាក់ទងទៅការត្រៀមការងារសម្រាប់ការចូលរួមកិច្ចការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះខ្ញុំសូមអនុញ្ញាតជម្រាបជូនថាជាការពិតទៅកំណែតម្រង់ការប្រឡងបាក់ឌុបនេះជាចំណុចសំខាន់មួយជារបបមួយដែលធ្វើឲ្យមានការផ្លាស់ប្ដូរនៅផ្នត់គំនិតទស្សនៈមួយចំនួនពាក់ព័ន្ធទៅនឹងបេក្ខជនក៏ដូចជាអាណាព្យាបាលដើមចេញពីចំណុចនេះក៏សូមអនុញ្ញាតជម្រាបជូនថាតាំងពីអាណត្តិទី5ទី6ក៏របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោគឺវិស័យអប់រំនេះគឺបានកំណត់ច្បាស់គឺជាភារកិច្ចអតិភិបបំផុតរបស់រាជរដ្ឋាភិបាលរបស់សម្ដេចតេជោហើយចំណុចដែលសំខាន់នោះគឺនៅក្នុងការកែតម្រង់វិស័យអប់រំនេះគឺរាជរដ្ឋាភិបាលបានប្រមូលផ្ដុំនៃកម្លាំងដើម្បីកែតម្រង់លើក្នុងវិស័យអប់រំដោយបានធ្វើជាអភិបាលកិច្ចនៅគ្រប់កម្មវិធីគ្រប់កម្រិតសិក្សានៅតាមសាលារៀនហើយចំណុចដែលពិសេសនោះយើងទាំងអស់គ្នាដឹងហើយថាការ
រដ្ឋាភិបាលសម្ដេចតេជោបានចាប់យកការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះជាស្ពានគុណភាពដើម្បីស្វែងរកអ្នកចេះអ្នកមានសមត្ថភាពពិតប្រាកដដើម្បីទទួលបានសញ្ញាបត្រដែលចូលលើគោលការណ៍យុត្តិធម៌នេះជាចំណុចសំខាន់ហើយកំណែតម្រង់នេះត្រូវបានបន្តរហូតមកដល់សម្ដេចមហាបវរធិបតីដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្នហើយនៅក្នុងយុទ្ធសាស្ត្របញ្ញកោដំណាក់កាលទី1នេះគឺយើងដឹងទាំងអស់គ្នាហើយគឺបានចែងកំណត់ច្បាស់ថាមនុស្សជាអត្ថិភាពកលឹះមួយក្នុងចំណោមវិធានការទាំង5គឺមនុស្សផ្លូវទឹកភ្លើងបច្ចេកវិទ្យា Digital នេះហើយនៅក្នុងរដ្ឋាភិបាលបច្ចុប្បន្ននេះក៏យើងឃើញថាសម្ដេចមហាវរធិបតីនៅតែយកចិត្តទុកដាក់កាន់តែខ្លាំងក្លាថែមទៀតចំពោះការអភិវឌ្ឍនៅមូលដ្ឋានមនុស្សខ្ញុំសូមជម្រាបជូនថាតាមរយៈការពង្រឹងនៅការអភិវឌ្ឍធនធានមនុស្សគឺបានដាក់ចេញនៅការពង្រឹងនៅគុណភាពនៃការប្រឡងកន្លងមកដូចអាយដាមកញ្ញាបានជាផ្សាប់ហើយយើងមានការប្រឡងច្រើនបាទក្នុងនោះខ្ញុំសូមជម្រាបជូនថាយើងមានការប្រឡងជ្រើសរើសសញ្ញាប្រឡងសញ្ញាបត្រក្តីប្រឡងការជ្រើសរើសនិស្សិតចូលរៀននៅក្នុងសាកលនៅក្នុងវិស័យយុតិធម៌ដូចជាការប្រឡងជ្រើសរើសកលាបញ្ជីបរិយាញ្ញាក៏ដូចជាការប្រឡងជ្រើសរើសសក្ការីមានអាជ្ញាសាលាហើយក្នុងនេះក៏យើងឃើញមានការប្រឡងផ្សេងទៀតដូចជាការប្រឡងប្រជែងជ្រើសរើសសិស្សឲ្យចូលរៀននៅក្នុងវិស័យសុខាភិបាលដែលដឹកនាំដោយគណៈកម្មការប្រឡងថ្នាក់ជាតិហើយជាពិសេសទៀតគឺមានការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការដឹកនាំដោយឯកឧត្តមបញ្ញរដ្ឋមន្ត្រីហ៊ុនម៉ាណីហើយនឹងមានការប្រឡងផ្សេងទៀតក្នុងនោះក៏មានការប្រឡងគណៈមេធាវីដែរគ្រប់ការប្រឡងទាំងអស់គឺយើងពិនិត្យឃើញថាត្រូវបានពង្រឹងគុណភាពជាចំណុចសំខាន់ដែលផ្ដល់ឱកាសឲ្យទាំងអ្នកក្រអ្នកមានឬមួយអ្នកដែលអ្នកធំអ្នកតូចក្តីឲ្យតែមានសមត្ថភាពពិតប្រាកដគាត់អាចប្រឡងជាប់ដោយចូលលើគោលការណ៍សំខាន់ចំនួន5ដែលដោយកញ្ញាបានមានប្រសាសន៍ពីខាងដើមគឺប្រសាសន៍របស់សម្ដេចមហាបវរធិបតីគឺអ្នកចេះគឺជាប់ដល់មុតណាស់នឹងធ្លាក់ដល់អស់ចិត្តមកចំណុចនេះចង់បញ្ជាក់ថាការប្រឡងទាំងអស់នេះគឺបានរៀបចំមាននីតិវិធីច្បាស់លាស់គឺថាប្រព្រឹត្តទៅដោយលូនមានស្ដាប់ណត់ជាពិសេសគឺអ្វីដែលសំខាន់នេះគឺបង្ហាញនូវភាពតម្លាភាពហើយយុត្តិធម៌សម្រាប់ឲ្យបេក្ខជនទាំងអស់គ្នាគឺមានឱកាសនឹងបានទទួលនូវយុត្តិធម៌គ្រប់គ្នានេះជាចំណុចទី1ទី2ខ្ញុំសូមបញ្ជាក់ជូនថាកំណែតម្រង់បាក់ឌុបនេះដែលយើងបានចាប់ផ្ដើមតាំងពី2014មកនេះគឺយើងឃើញថាទទួលបានជោគជ័យហើយចំណុចដែលសំខាន់នេះបើយើងជាការកត់សម្គាល់របស់អង្គភាពនេះតាក់ទងទៅនឹងក្រសួងអប់រំយុវជនកីឡាយើងឃើញថាគេបានរៀបចំជាប្រព័ន្ធមួយប្រព័ន្ធនៃការរៀបចំការប្រឡងបាក់ឌុបនេះយើងឃើញថាជាប្រព័ន្ធនេះមានប្រសិទ្ធភាពខ្ពស់ណាស់បាទអញ្ចឹងប្រព័ន្ធមានប្រសិទ្ធភាពហើយជាទូទៅជារៀងរាល់ឆ្នាំគេតែងប្រព័ន្ធទៅតែងតែពង្រឹងជាលំដាប់បាទមានន័យថាពង្រឹងជាលំដាប់ក្រោមការចង្អុលមហានិងដឹកនាំតរបស់ឯកឧត្តមបណ្ឌិតសភាចៅបញ្ញរដ្ឋមន្ត្រីហងជួនរុនហើយគេធ្វើយ៉ាងណាដើម្បីធានាថាប្រព័ន្ធមួយនេះនឹងធានាបាននៅតម្លាភាពប្រសិទ្ធភាពយុត្តិធម៌និងលទ្ធផលទទួលយកបានដែលជាគោលការណ៍របស់ក្រសួងអប់រំយុវជនទី5មានចំនួន4បាទអញ្ចឹងអ្វីដែលខ្ញុំលើកឡើងនេះគឺសិទ្ធិសង្កេតស្របទៅនឹងប្រសាសន៍របស់សម្ដេចមហាបវរធិបតីគឺជាប់ដល់មុតណាត់អ្នកចេះគឺជាប់ដល់មុតណាត់នឹងធ្លាក់ដល់ឲ្យចិត្តចំណុចកត់សម្គាល់ទី1ទៀតសូមជំរាបជូនដែរថាបច្ចុប្បន្ននេះយើងឃើញថាដោយសារផលជាវិជ្ជមានពីការកែតម្រង់ប្រឡងបាក់ឌុបនេះយើងឃើញសិស្សថ្នាក់ទី12គឺបានផ្លាស់ប្ដូរអរិយាប័ត្រយ៉ាងគំហុកតែម្ដងគឺថាចាប់គាត់ផ្លាស់ប្ដូរពីអរិយាប័ត្រពីការពឹងផ្អែកទៅលើទង្វើអសកម្មនេះគាត់បាទប្រយោងអីនេះហើយងាកមកខិតខំប្រឹងប្រែងរៀនសូត្រហើយគាត់ប្រើប្រាស់ពិសេសទៀតគាត់ប្រើប្រាស់សមត្ថភាពដែលគាត់មានពិតប្រាកដនេះសម្រាប់ការប្រឡងតែម្ដងសូមងាកថាពីឆ្នាំ2014នេះគឺយើងឃើញមានការយកប្រយោងច្រើនបាទខ្ញុំគិតថាប្រហែលជាបេក្ខជនហ្នឹងក៏អត់ទាន់គាត់មានជំនឿថាការកែតម្រង់នេះត្រូវបានដាច់ខាតត្រូវបានអនុវត្តតាំងម៉ឺនម៉ាត់អញ្ចឹងគាត់មានប្រយោងយកមកច្រើនប៉ុន្តែចាប់តាំងពីឆ្នាំនោះមករហូតមកជាបន្តរហូតបច្ចុប្បន្នយើងថាការយកនៅអ្វីដែលជាសម្ភារៈហាមឃាត់ឯកសារហាមឃាត់សំណើឯកសារស្ទើរតែពុំមានបាទចំណុចទី2ដែលខ្ញុំចង់ឆ្លៀតយកឱកាសជំរាបជូនផងដែរថារាល់ការចូលរួមកិច្ចការរបស់អង្គភាពឆាំងពើលួយយើងតែងតែមាននៅអ្នកសង្កេតការស្ម័គ្រចិត្ត
បាទហើយជាអាការនេះក៏សូមvìតម្លៃខ្ពស់និងអរគុណណាស់ចំពោះអ្នកសម្ភារការស្ម័គ្រចិត្តដែលអនុវត្តកន្លងមកនេះយើងឃើញថាមានរាប់ម៉ឺននាក់ដែលគាត់ចំណាយទាំងពេលវេលាធនធាននិងថវិកាផ្ទាល់ខ្លួនដើម្បីចូលរួមក្នុងកិច្ចការរដ្ឋផងកិច្ចការសង្គមផងនេះជាចំណុចសំខាន់ដែលអង្គភាពបានធ្វើការវិតម្លៃខ្ពស់ហើយជាពិសេសទៀតក៏សូមធ្វើការវិតម្លៃខ្ពស់ផងដែរចំពោះការចូលរួមអនុវត្តនៅកំណែតម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងវិស័យអប់រំពីសំណាក់ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិហើយនឹងការចូលរួមរបស់អាណាព្យាបាលមេដាបេដាជាពិសេសគឺបេក្ខជនផ្ទាល់តែម្ដងបាទហើយជារួមយើងអាចនិយាយបានថាក្នុងរយៈពេល12ឆ្នាំនេះគឺការកែតម្រង់វិស័យការកែតម្រង់ការប្រឡងបាក់ឌុបនេះវាអាចคล้ายទៅជាចលនាសង្គមមួយដែលបំផុសឲ្យសិស្សខិតខំរៀនសូត្រហើយអាចប្រែคล้ายអានឹងទៅជាចលនាប្រកួតប្រជែងនៃការរៀនសូត្ររបស់សិស្សបាទសូមជូនប៉ុណ្ណឹងចាជាការពិតហើយបង្ហាញអំពីសមត្ថភាពពិតប្រាកដអាចជាប់នៅក្នុងការប្រឡងបងវាយសំណួរទៅកាន់ឯកឧត្តមសុខពេញវុឌ្ឍវិញម្ដងចាតំណាងឲ្យអាជ្ញាធរបានចូលរួមនៅក្នុងកិច្ចសភាថ្ងៃនេះអាដាមមានការចាប់អារម្មណ៍បែបណាដែរចំពោះកំណែតម្រង់លើវិស័យអប់រំនេះជាពិសេសការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិតាំងពីឆ្នាំ2014មកដល់ឥឡូវនេះតាមប្រសាសន៍របស់ឯកឧត្តមតំណាង ACU ថាមានការប្រែប្រួលច្រើនសិស្សក៏គាត់បង្ហាញពីសមត្ថភាពអាដាមចាប់អារម្មណ៍នឹងមើលឃើញបែបណាដែរចំពោះកំណែតម្រង់នេះចា៎បាទជាដំបូងនេះយើងខ្ញុំសូមថ្លែងអំណរគុណចំពោះកញ្ញាបើរក្សាវិធីការនេះទូទស្សន៍ BTV ដែលបានជើញយើងខ្ញុំក្នុងនាមតំណាងឯកឧត្តមគង់ស្រីអភិបាលនៃគណៈអភិបាលរាជពេញក៏ដូចជាក្នុងនាមប្រធានគណៈវិការភាពរដ្ឋបាលរាជពេញជាមួយរួមជាមួយនឹងឯកឧត្តមតំណាងអង្គភាព ACU ក៏ដូចជាឯកឧត្តមតំណាងឲ្យសហភាពព័ន្ធវិជនកម្ពុជាយើងខ្ញុំក្នុងនាមអាជ្ញាធររាជធានីភ្នំពេញនិយាយជារួមក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញទាំងមូលក៏ដូចជាក្នុងនាមឯកឧត្តមគង់ស្រីអភិបាលនៃគណៈអភិបាលរាជពេញពិតជាមានសេចក្តីសោមនស្សរីករាយមែនទែនដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះហើយយើងខ្ញុំក៏សូមសម្ដែងនឹងការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយកំណែតម្រង់ក្នុងគោលបំណងដើម្បីធ្វើការអភិវឌ្ឍវិស័យនានានៅក្នុងប្រជាជាតិកម្ពុជាឲ្យកាន់តែរីកចម្រើនជាពិសេសវិស័យធនធានមនុស្សនេះតែម្ដងដោយអ្វីដែលឯកឧត្តមឧបការីអង្គភាព ACU បានលើកឡើងហើយថាតាំងពីដំណាក់កាលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចកមហាសេនាបតីជហ៊ុនសែនដែលជាអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នលោកជាប្រធានព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជាបានដាក់ចេញនៅគោលនយោបាយត្រីកោណរហូតដល់ចតុកោណហើយជាបន្តបន្ទាប់រហូតដល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានីតិកាលទី7នៃរដ្ឋសភាលោកក៏បានបន្តដឹកនាំដាក់ចេញនៅគោលនយោបាយបញ្ចកោណដំណាក់កាលទី1ដែលក្នុងនោះបានផ្ដោតទៅលើមុំ5ដែលជាសំខាន់ហើយមុំមួយក្នុងចំណោមមុំទាំង5នោះគឺការអភិវឌ្ឍធនធានមនុស្សនេះតែម្ដងបាទកិច្ចការនេះគឺពិតជាមានសារៈសំខាន់ហើយក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញយើងខ្ញុំក៏ដូចជាក្នុងនាមឯកឧត្តមអភិបាលក្នុងនាមប្រជាពលរដ្ឋរាជធានីភ្នំពេញខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយនេះព្រោះថាការដាក់ចេញនៃគោលនយោបាយនេះវាបានធ្វើឲ្យប្រសិទ្ធភាពនៃកម្រិតចំណេះជំនាញក៏ដូចជាការសិក្សារបស់បងប្អូនមិនត្រឹមតែក្របខ័ណ្ឌបាក់ឌុបទេក្របខ័ណ្ឌបឋមសិក្សាទុតិយភូមិក្តីក្របខ័ណ្ឌប្រឡងចូលជាមន្ត្រីរាជការតាមក្រសួងស្ថាប័ននានាដោយអ្វីដែលឧត្តមឧបការី ACU បានលើកឡើងអញ្ចឹងគឺធានាបាននៅគុណភាពពិតប្រាកដមានន័យថាអ្នកដែលចេះគឺជាប់បាទជាប់ដោយមោទនភាពហើយអ្នកធ្លាក់ដោយពេញចិត្តបាទព្រោះការប្រឡងកើតចេញអំពីសមត្ថភាពជាក់ស្ដែងពិតៗដែលកន្លងមកគាត់តែងតែពឹងផ្អែកទៅលើអបិយជំនឿបាទមុនពេលប្រឡងទៅរកស្រោចទឹកទៅរកឲ្យលោកមើលទៅឲ្យយើងលាក់អញ្ចឹងទៅបាទទៅនោះពឹងផ្អែកទៅលើអ្វីដែលជាប្រភពដែលផ្ដល់ថាអាចផ្ដល់ថាការគ្រប់គ្រងប្រឡងនឹងជាប់ដូចជាប្រយ៉ងដូចជាការធ្វើសកម្មភាពផ្សេងទាំងនៅក្នុងមណ្ឌលប្រឡងលាក់ប៉ុន្តែតាំងពីដាក់ចេញនៅការឋានកំណែតម្រង់លើវិស័យអប់រំឆ្នាំ2014មកបាទហើយដែលមានការចូលរួមឧបត្ថម្ភគ្រប់គ្រងនិងសង្កេតការដោយអង្គភាព ACU ក៏ដូចជាសសជកនិងមានការចូលរួមពីសំណាក់បងប្អូនសាសនាសុខដូចជាអាណាព្យាបាល
បាទលោកគ្រូអ្នកគ្រូយើងឃើញថាការប្រឡងពី2014រហូតដល់បច្ចុប្បន្ននេះពីមួយឆ្នាំទៅមួយឆ្នាំបង្កើតបាននូវគុណភាពហើយសិស្សដែលបានជាប់តាមការឋាននៃការប្រឡងនីមួយៗនេះគឺមានសមត្ថភាពពិតប្រាកដមែនបាទពិតប្រាកដមែនយើងខ្ញុំសូមគាំទ្រពេញទំហឹងចំពោះគោលនយោបាយនេះបាទសូមអរគុណបាទចាពិតណាស់ចំពោះការធ្វើកំណែតម្រង់នេះយើងមើលឃើញថាសិស្សខិតខំប្រឹងប្រែងរៀនសូត្របញ្ចេញសមត្ថភាពពិតប្រាកដរបស់គាត់ឥឡូវសូមបន្តទៅកាន់ឯកឧត្តមបណ្ឌិតសោមរតនាវិញម្ដងតំណាងឲ្យសហភាពសហព័ន្ធយុវជនកម្ពុជាបានចូលរួមច្រើនណាស់ជាមួយដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចាអាដាមតំណាងឲ្យសសយកចាមើលឃើញយ៉ាងម៉េចដែរចំពោះកំណែតម្រង់លើវិស័យអប់រំរបស់ក្រសួងអប់រំយុវជននិងកីឡាចាបាទសូមអរគុណកញ្ញាពៅរក្សាហើយជាបឋមគឺខ្ញុំសូមគោរពដល់សម្ដេចទ្រង់អាដាមលោកជំទាវអស់លោកស្រីជាពិសេសគឺប្រិយមិត្តដែលកំពុងតាមដានទស្សនាស្ថានីយ៍ទូរទស្សន៍ BTV ដែលធ្វើការផ្សព្វផ្សាយនៅពេលនេះហើយខ្ញុំក៏សូមធ្វើការអរគុណទៅដល់ស្ថានីយ៍ទូរទស្សន៍ BTV ដែលផ្ដល់ឱកាសឲ្យខ្ញុំបានចូលរួមនៅក្នុងថ្ងៃនេះហើយក៏មានកិត្តិយសដែលបានជួបអាដាមទាំងពីរដែលសិតតែជាអ្នកចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិរបស់យើងក្នុងរយៈពេលជាង10ឆ្នាំមកនេះចឹងទេសម្រាប់ខ្ញុំខ្ញុំសូមគ្រប់ជំរាបជូនថាមកដល់ពេលនេះគឺសហភាពសហព័ន្ធយុវជនកម្ពុជាគឺបានចូលរួមនៅក្នុងដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិយើងគឺរយៈពេល12ឆ្នាំហើយហើយការចូលរួមរបស់យើងគឺរួមបញ្ចូលទាំងការចូលរួមតាំងពីមុនការប្រឡងតាមរយៈការជួយធ្វើការផ្សព្វផ្សាយព័ត៌មានដែលក្រសួងអប់រំយុវជននិងកីឡាបានធ្វើការផ្សព្វផ្សាយអញ្ចឹងយើងជួយធ្វើការផ្សព្វផ្សាយបន្តទៅដល់បណ្ដាសាលាពាក់ព័ន្ធផ្សេងៗក៏ដូចជាការរៀបចំនៅវគ្គបណ្ដុះបណ្ដាលគេហៅថាជាវគ្គបំពន់ជាវគ្គបំពន់ថ្នាក់ទី12ដែលយើងធ្វើនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសអញ្ចឹងគឺសម្រាប់មុនកម្មវិធីគឺយើងបានធ្វើនៅសកម្មភាពទាំងអស់នេះហើយសម្រាប់នៅក្នុងថ្ងៃប្រឡងតែម្ដងគឺយើងធ្វើសកម្មភាពច្រើនទៀតដែលខ្ញុំនឹងធ្វើការរៀបរាប់នៅពេលក្រោយជូនថាតើសហភាពសហព័ន្ធយុវជនកម្ពុជាយើងបានធ្វើអីខ្លះនៅក្នុងការងារនេះអ្វីដែលខ្ញុំសូមធ្វើការគូសបញ្ជាក់ហើយជាការវិតម្លៃរបស់សហភាពសហព័ន្ធយុវជនកម្ពុជាក្រោមការដឹកនាំរបស់អាដាមហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាយើងឃើញថាកំណែតម្រង់របស់ក្រសួងអប់រំយុវជននិងកីឡាជាពិសេសគឺផ្អែកទៅលើស្មារតីអ្នកចេះគឺជាប់ចា៎ហើយស្របគ្នាជាមួយនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែតដែលមានប្រសាសន៍ថាជាប់ដោយមោទនៈធ្លាក់ដោយអស់ចិត្តសសយកយើងក៏បានចូលរួមគឺមានទឹកចិត្តចូលរួមនៅក្នុងសកម្មភាពទាំងអស់ដែលយើងធ្វើកន្លងមកនេះហើយយើងគឺក៏មាននៅទិសស្លោកមួយរបស់សសយកយើងដែរគឺថារៀនគឺរៀនមិនមែនដើម្បីឲ្យប្រឡងជាប់ទេគឺរៀនឲ្យចេះតែនេះគឺវាជាការគេហៅថាស្របគ្នាជាមួយនឹងទស្សនៈរបស់ក្រសួងអប់រំយុវជននិងកីឡាក៏ដូចជាគ្រប់គ្រងនៅមតិដ៏ខ្ពង់ខ្ពស់របស់សម្ដេចអធិបតីនៅក្នុងការងារនេះអ្វីដែលជាការវាយតម្លៃជារួមរបស់សហភាពសហព័ន្ធយុវជនកម្ពុជាយើងនៅពេលនេះគឺមាន2ចំណុចគឺទី1ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់យើងឃើញថាក្នុងរយៈពេល12ឆ្នាំកន្លងមកនេះគឺយើងអាចរៀបចំនៅការប្រឡងមធ្យមសិក្សាទុតិយភូមិមួយដែលប្រកបទៅដោយតម្លាភាពប្រកបទៅដោយយើងការទទួលយកបានបាទហើយជាពិសេសគឺចំណុចទី2ដែលសំខាន់នោះគឺមានន័យថាយើងបានផ្លាស់ប្ដូរនៅគំនិតរបស់យុវជនជំនាន់ក្រោយពាក់ព័ន្ធជាមួយនឹងការប្រឡងដែលកាលពីមុនមានយុវជនខ្លះគាត់គិតថាប្រឡងគ្រាន់តែជារឿងបន្តបន្សំទេហើយមិនចាំបាច់ប្រឹងអីខ្លាំងទេគឺអាចជាប់ដែរប៉ុន្តែក្រោយពីមានការកែតម្រង់ដែលបានដាក់ចេញដោយអាដាមបណ្ឌិតសភាចាឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានៅឆ្នាំ2014គឺយុវជនគាត់ចាប់ផ្ដើមយល់ថាបើគាត់អត់ប្រឹងគឺគាត់នឹងមិនជាប់ហើយការងារនេះហើយបានសហភាពសហព័ន្ធយុវជនកម្ពុជាត្រូវធ្វើការដុតដៃដុតជើងហើយដែលមានការគ្រប់គ្រងយ៉ាងពេញទំហឹងពីអាដាមហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាគឺយើងបានពង្រាយនៅសមាជិករបស់យើងទូទាំងប្រទេសចូលរួមជាមួយនឹងក្រសួងអប់រំយុវជននិងកីឡាក៏ដូចជាអាជ្ញាធរពាក់ព័ន្ធដើម្បីធ្វើយ៉ាងណា
ជួយធ្វើមិនឲ្យការប្រឡងនេះគឺកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់បាទសូមអរគុណ ចាអរគុណអាដាមបានបញ្ជាក់ជូនអំពីការចូលរួមរបស់សហភាពសហព័ន្ធយុវជនកម្ពុជានេះខ្ញុំចាប់អារម្មណ៍ណាព្រោះថាសហភាពសហព័ន្ធយុវជនកម្ពុជាចូលរួមតាំងពីឆ្នាំដំបូងដែលធ្វើកំណែតម្រង់ហើយបានចូលរួមច្រើនផ្នែកហើយមិញក៏បានបញ្ជាក់អំពីមុនពេលប្រឡងក៏បានធ្វើច្រើនដែរឥឡូវនេះមុនដំណើរការប្រឡងចូលមកដល់សហភាពសហព័ន្ធយុវជនកម្ពុជាបានចូលរួមតាំងពីឆ្នាំកន្លងមកពីការចាប់ផ្ដើម2014រហូតមកដល់ពេលនេះយើងបានធ្វើអ្វីខ្លះមុនពេលនៃការប្រឡងក្នុងអំឡុងពេលនៃការប្រឡងហើយក្រោយពេលនៃការប្រឡងយើងធ្វើអ្វីខ្លះដែរដើម្បីចូលរួមជាចំណែកមួយនៃដំណើរការនៃការប្រឡងនេះចា៎បាទសូមអរគុណច្រើនដូចខ្ញុំបានជម្រាបជូនមុននេះបន្តិចពាក់ព័ន្ធជាមួយនឹងការរៀបចំមុនពេលប្រឡងជាទម្លាប់របស់សហភាពសហព័ន្ធយុវជនកម្ពុជាគឺយើងតែងតែឃ្លាំមើលព័ត៌មានដែលចេញផ្សាយដោយក្រសួងអប់រំយុវជននិងកីឡាក៏ដូចជាព័ត៌មានដែលចេញផ្សាយដោយអង្គភាពប្រឆាំងអំពើពុករលួយហើយយើងបានប្រមូលព័ត៌មានទាំងអស់នោះដើម្បីធ្វើការផ្សព្វផ្សាយបន្តទៅដល់ធ្វើម៉េចឲ្យបានជ្រួតជ្រាបទៅដល់ទាំងឪពុកម្ដាយទាំងអាជ្ញាធរដែនដីទាំងបងប្អូនដែលជាបេក្ខជនប្រឡងដើម្បីឲ្យបានជ្រាបពីគោលការណ៍ផ្សេងដែលយើងអាចធ្វើទៅបានដោយសារតែសហភាពសហព័ន្ធយុវជនកម្ពុជាគឺយើងមាននៅបណ្ដាញទូទាំងប្រទេសយើងគិតថានេះគឺជារឿងមួយចាំបាច់ដែលយើងអាចនឹងជួយជំរុញការងារផ្សព្វផ្សាយនេះបានរឿងទី2ដែលយើងធ្វើនៅពេលមុនប្រឡងនេះគឺយើងតែងតែរៀបចំនៅកម្មវិធីគេហៅថាផ្ដល់វគ្គបំប៉នទៅដល់សិស្សដែលគាត់ត្រៀមប្រឡងហើយខ្ញុំសូមគោរពជំរាបជូនថាកម្មវិធីផ្ដល់វគ្គបំប៉នទៅដល់បងប្អូនដែលត្រៀមជាបេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិនេះយើងបានធ្វើជាបន្តបន្ទាប់ហើយក៏ដូចឆ្នាំនេះផងដែរគឺនៅក្នុងឆ្នាំនេះគឺយើងបានរៀបចំវគ្គបដោះបដាលទៅដល់វគ្គបំប៉នទៅដល់បងប្អូនបានចំនួន23លើ25រាជធានីខេត្តក្រុងដែលយើងពិតជាមានមោទនភាពដែលយើងបានចូលរួមនៅក្នុងការពង្រឹងសមត្ថភាពបន្ថែមហើយខ្ញុំសូមជម្រាបជូនផងដែរថាមានខេត្តរបស់យើងគឺភាគច្រើនចាប់ផ្ដើមតាំងពីដើមខែឧសភាមកម្លេះបាទរហូតមកដល់ចុងខែថ្មីនេះតែម្ដងចុងខែកក្កដាគឺ2ទៅ3ខែនៅក្នុងការផ្ដល់នៅវគ្គបំប៉នដ៏ពិសេសនេះហើយដល់ឡែកគឺរាជធានីភ្នំពេញគឺបានចាប់ផ្ដើមផ្ដល់នៅវគ្គបំប៉ននេះតាំងពីខែ1បាទខ្ញុំសូមអរគុណបាទហើយដោយសារគាត់មានជាយន្តការគេហៅថាជាយន្តការ e-learning គាត់មាន e-learning អញ្ចឹងគឺគាត់ផ្ដល់តាំងពីខែ1ប៉ុន្តែមិនមែនសម្រាប់តែភ្នំពេញទេតាមពិតសិស្សទូទាំងប្រទេសគឺគាត់អាចរៀនមុនបានដូចគ្នាតែគ្រាន់តែថាកម្មវិធីចាប់ដើមពីខែ1នេះគឺជាគំនិតប្រួយផ្ដើមជាការប្រឹងប្រែងរបស់មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញជាមួយនឹងអាជ្ញាធរពាក់ព័ន្ធផ្សេងបានអញ្ចឹងនេះគឺជាអ្វីដែលយើងបានធ្វើនៅក្នុងអំឡុងនៅក្នុងមុនពេលកម្មវិធីបាននៅក្នុងអំឡុងកម្មវិធីខ្ញុំសូមជម្រាបជូនថាសសយកក្រោមការដឹកនាំរបស់អាយដាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាគឺតែងតែមានការប្រជុំហើយបានដាក់ទិសដៅលើកទឹកចិត្តដល់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជានៅតាមបណ្ដារាជធានីខេត្តដើម្បីឲ្យមានការយកចិត្តទុកដាក់ទៅលើការប្រឡងមធ្យមសិក្សាទុតិយភូមិនេះហើយខ្ញុំសូមជម្រាបជូនថាយើងបានធ្វើការច្រើនដែលនៅក្នុងនោះគឺការងារសំខាន់របស់យើងគឺភាគច្រើនគឺនៅក្រៅបរិវេណសាលាទេប៉ុន្តែការងារក្រៅបរិវេណសាលានេះគឺយើងមិនអាចមើលរំលងបានទេអត់អាចមើលរំលងបានទេគឺកន្លងមកនេះគឺនៅតាមបណ្ដារាជធានីខេត្តរបស់យើងគឺសមាជិករបស់យើងចូលរួមដោយស្ម័គ្រចិត្តនៅក្នុងការជួយមើលកង់ម៉ូតូដល់បេក្ខជនរបស់យើងប្រឡងបាទរៀបចំកន្លែងមើលកង់មើលអីចឹងហើយមកដល់ពេលនេះគឺខ្ញុំអត់ដែលឮមានព័ត៌មានណាថាមានបាត់កង់បាត់ម៉ូតូអីទេនេះគឺជាមោទនភាពមួយជារឿងទូចក៏ប៉ុន្តែវាគឺជាមោទនភាពមួយដែលថាយុវជនយើងធ្វើការដោយអស់ពីចិត្តពីថ្លើមបាទក្រៅពីនេះក៏យើងបានរៀបចំនៅរោងផ្សេងដើម្បីផ្ដល់ជូនឪពុកម្ដាយដែលគាត់មកអង្គុយចាំកូនចៅផ្សេងហ្នឹងក៏ដូចជាការផ្ដល់នៅទឹកផ្ដល់ចំណីអាហារផ្សេងទៅដល់ទាំងឪពុកម្ដាយដែលមកផងទៅដល់ទាំងបេក្ខជនផ្សេងផងក្រៅពីហ្នឹងគឺសមាជិករបស់យើងនៅតាមបណ្ដារាជធានីខេត្តគឺយើងបានយកចិត្តទុកដាក់ទៅដល់ការសម្របសម្រួលដល់ការស្នាក់នៅរបស់បងប្អូនដែលគាត់អញ្ជើញមកពីស្រុក
ពីអីដែលគាត់មកប្រឡងនៅទីរួមខេត្តហ្នឹងទាំងឪពុកម្ដាយទាំងបេក្ខជនរបស់យើងហើយមកដល់ពេលនេះក៏ខ្ញុំឮព័ត៌មានបដាដែរគឺថាអភិបាលនៃគណៈអភិបាលខេត្តមួយចំនួនគេចាប់ផ្ដើមផ្ដល់នៅកន្លែងស្នាក់នៅផ្ដល់អីដែលខ្ញុំគិតថានេះគឺជារឿងដែលគួរជាទីមោទនៈថាសហភាពសហព័ន្ធយុវជនកម្ពុជាយើងគឺពិតជាបានចូលរួមចំណែកហើយក៏ដូចគ្នាដែរគឺមានកន្លែងខ្លះគឺរៀបចំនៅមធ្យោបាយជួយដឹកបងប្អូនមកប្រឡងទៀតបាទជាពិសេសគឺនៅតាមស្រុកមួយចំនួនដែលមានទឹកលិចអីមួយចំនួននេះគឺយើងដឹកជូនគាត់មកប្រឡងអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំសូមគោរពជម្រាបជូនថាជាសកម្មភាពតិចតួចក៏ប៉ុន្តែជាសកម្មភាពដែលមានន័យបងប្អូនខ្លះគាត់មកដល់គាត់ឈប់ម៉ូតូភ្លាមគាត់ស្ទើរតែមិនផលិតម៉ូតូគាត់បោះម៉ូតូទៅឲ្យសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាតែម្ដងហើយគាត់សម្របសម្រួលដាក់ម៉ូតូឲ្យគាត់ចូលទៅប្រឡងទៅបាទដែលនេះគឺខ្ញុំឃើញផ្ទាល់ភ្នែកហើយខ្ញុំមានការសប្បាយចិត្តក្នុងនាមជាសមាជិកម្នាក់របស់សហភាពសហព័ន្ធយុវជនកម្ពុជាជាពិសេសគឺការចូលរួមនៅក្នុងការធានាឲ្យការប្រឡងយើងប្រព្រឹត្តទៅបានដោយរលូនបាទសូមអរគុណចា៎សូមអរគុណនេះជាផ្នែកមួយដែលចូលរួមចំណែកបេក្ខជនគាត់ទៅប្រឡងដោយស្ងប់ចិត្តអត់បារម្ភរឿងកង់ម៉ូតូគាត់ដាក់នៅខាងក្រៅដែរចាអញ្ចឹងសសយកបានគិតយ៉ាងល្អិតល្អន់ចាការចូលរួមចំណែកមួយជាមួយនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះបន្តសំណួរមកកាន់ឯកឧត្តមសុកពេញវុឌ្ឍចាតំណាងឲ្យអាជ្ញាធររាជធានីភ្នំពេញចាអាជ្ញាធរគឺមានតួនាទីសំខាន់ណាស់នៅក្នុងការរៀបចំជាពិសេសមុនពេលប្រឡងថាការសម្របសម្រួលគ្រប់ផ្នែកពាក់ព័ន្ធផ្សេងអាដាមមុនពេលប្រឡងចាយើងបានរៀបចំអ្វីខ្លះត្រៀមសម្រាប់ដំណើរការនៃការប្រឡងចូលមកដល់នោះចាខ្ញុំសូមបញ្ជាក់ជូនថាសម្រាប់រាជធានីភ្នំពេញរបស់យើងបានធ្វើកិច្ចការងារជាច្រើនដើម្បីរៀបចំធ្វើយ៉ាងណាឲ្យមណ្ឌលសំណេរនិងមណ្ឌលកំណែនៅក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញទាំងមូលធានាបាននៅសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈល្អប្រសើរជាពិសេសទាំងបញ្ហាបរិស្ថានទាំងបញ្ហាការត្រៀមបង្ការដោះស្រាយពេលប្អូនឬក៏អនុរិយឬក៏លោកគ្រូអ្នកគ្រូដែលមានភារកិច្ចចូលរួមក្នុងពេលប្រឡងនាពេលខាងមុខនេះទទួលបាននូវសុវត្ថិភាពក្នុងដំណើរការប្រឡងនិងទទួលបានជោគជ័យក្នុងរយៈពេល2ថ្ងៃនេះយើងខ្ញុំសូមគោរពរាយការណ៍ជូនថាសម្រាប់រាជធានីភ្នំពេញរបស់យើងមុននឹងយើងខ្ញុំចូលទៅកិច្ចការដែលបានត្រៀមនឹងបានអនុវត្តសម្រាប់មុនពេលប្រឡងក្នុងពេលប្រឡងនៅក្រោយពេលប្រឡងយើងខ្ញុំសូមរំលឹកនៅចំនួនមណ្ឌលដូចជាចំនួនបេក្ខជនដើម្បីជូនបងប្អូនប្រជាពលរដ្ឋនិងទស្សនិកជនទាំងអស់បានជ្រាបបន្ថែមថាសម្រាប់រាជធានីភ្នំពេញរបស់យើងមានបេក្ខជននៅឆ្នាំនេះយើងមានសរុបរហូតដល់29661 នាក់ក្នុងនោះបេក្ខជនជាស្ត្រីមានចំនួន14816 នាក់បាទបើធៀបទៅនឹងឆ្នាំ2025មានការកើនឡើង1466 នាក់នេះជាចំនួនបេក្ខជនដោយឡែកសម្រាប់មណ្ឌលសំណេរនៅក្នុងឆ្នាំនេះគឺយើងមានមណ្ឌលសំណេរចំនួន36មណ្ឌលស្មើនឹង1193បន្ទប់កើនឡើងមួយមណ្ឌលត្រូវជា58បន្ទប់បើធៀបនឹងឆ្នាំ2025ចា៎បាទទន្ទឹមនឹងនោះសម្រាប់មណ្ឌលកំណែវិញយើងមាន10មណ្ឌលដដែលដូចឆ្នាំ2025ដែរស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌចំនួន5ដែលក្នុងនោះមានខណ្ឌ7មករាទួលគោកដូនពេញជាការមុននិងបឹងលីងកងបាទមួយទៀតពាក់ព័ន្ធនឹងការរក្សាទុកប្រធានវិញ្ញាសានិងសិលកិច្ចការបេក្ខជនជាទូទៅរៀងរាល់ឆ្នាំកិច្ចការទាំងអស់នេះគឺទុកនៅវិទ្យាល័យបសិទ្ធិវត្តចា៎បាទគណៈវិជាការឯកភាពរាជធានីភ្នំពេញបានរៀបចំផែនការគុតមុតហើយទាំងកិច្ចការងារថែរក្សាការពារសន្តិសុខវិញ្ញាសាក៏ដូចជាគណៈមេប្រយោគមុនពេលប្រឡងរួមទាំងសម្រាប់កិច្ចការងារនៅពេលបញ្ចប់កិច្ចការប្រឡងសម្លេងនេះចូលដល់កិច្ចការងារកំណែផងដែរចា៎បាទយើងខ្ញុំសូមគោរពជម្រាបជូនថាកិច្ចការនេះគឺឯកឧត្តមអភិបាលនៃគណៈអភិបាលភ្នំពេញបានយកចិត្តទុកដាក់បំផុតដោយបានចាត់ចែងឲ្យមន្ទីរជំនាញគឺមន្ទីរអប់រំជួនកីឡារួមជាមួយនឹងរដ្ឋបាលខណ្ឌពាក់ព័ន្ធជាពិសេសខណ្ឌទាំង14និយាយជារួមនិយាយដោយឡែកខណ្ឌទាំង13ដែលមានមណ្ឌលសំណេរនិងខណ្ឌ5ដែលមានមណ្ឌលកំណែនេះធ្វើការចាត់ចែងកិច្ចការងារទី1ពាក់ព័ន្ធនឹងកិច្ចការងាររៀបចំសណ្ដាប់ធ្នាប់នៅខាងក្នុងនិងខាងក្រៅសាលាគ្រប់រាយការណ៍ជូនថាកិច្ចការនេះយើងបាន
ចុះធ្វើការរៀបចំសម្ដាប់ធ្នាប់យ៉ាងល្អប្រសើរនៅក្រៅមណ្ឌលប្រឡងបាទនិងក្នុងមណ្ឌលប្រឡងបាទទើបនោះឯកឧត្តមអាបាលបានណែនាំឲ្យមន្ទីរ2យកចិត្តទុកដាក់លើកិច្ចការងារអនាម័យបរិស្ថានដូចជាការថែរក្សាសុខុមាលភាពទាំងអនុរិយទាំងបងប្អូនសិស្សានុសិស្សដែលជាបេក្ខជនក្នុងនោះគឺមន្ទីរសាធារណការធ្វើការបាញ់លាងសម្អាតទាំងអស់បាទទាំងក្រៅទាំងក្នុងបរិវេណរួមទាំងបន្ទប់អនាម័យទាំងអស់ហ្មងបាទទាំង36មណ្ឌលនេះទើបនោះរយៈពេល1ខែហើយដែលឯកឧត្តមអាបាលបានផ្ដល់គោលការណ៍ឲ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជភ្នំពេញរួមជាមួយការឡៃសុខប្រតិបត្តិបាទដែលមានភារកិច្ចថែរក្សាសុវត្ថិភាពសុខុមាលភាពសាធារណៈបានចុះបាញ់ថ្នាំបង្ការសម្រាប់សត្វមូសបាទទាំងក្នុងក្របខ័ណ្ឌភូមិសាស្ត្រខណ្ឌទាំង14ទាំងក្នុងក្របខ័ណ្ឌក្នុងនិងខាងក្រៅបរិវេណមណ្ឌលប្រឡងផងដែរទាំង36មណ្ឌលរបស់យើងបានធ្វើរយៈពេល1ខែកន្លងមកហើយបាទហើយកិច្ចការនេះឯកឧត្តមអាបាលនឹងផ្ដល់គោលការណ៍បន្ថែមមុនប្រឡងយ៉ាងហោច3ទៅ5ថ្ងៃគឺយើងរៀបចំបាញ់ភាសាទៀតបាទតែក្នុងនិងក្រៅមណ្ឌលប្រឡងប៉ុន្តែចំពោះក្នុងបរិវេណសាលាគាមណ្ឌលប្រឡងទាំងមូលតែម្ដងយើងអត់ប្រើប្រាស់ថ្នាំទាំងឡាយណាដែលវាប៉ះពាល់ដល់សុខភាពសិស្សទេបាទព្រោះអានេះវាអាចរក្សាក្លិនបានយូរវាអាចប៉ះពាល់ដល់សុខភាពបងប្អូនសិស្សានុសិស្សជាបេក្ខជនណាមានសុខភាពមិនទៅល្អផងវាអាចទៅធ្វើឲ្យសុខភាពបងប្អូននៅនឹងក្មួយៗនោះមានបញ្ហាប៉ុន្តែបើទោះបីយ៉ាងណាក៏ដោយក៏យើងបានត្រៀមក្រុមគ្រូពេទ្យរថយន្តសង្គ្រោះបន្ទាន់នៅតាមមណ្ឌលប្រឡងបន្ថែមទៀតផងគ្រប់រាជការជូនថាយើងបានត្រៀមក្រុមគ្រូពេទ្យរហូតដល់72នាក់បាទក្នុងមួយមណ្ឌលមាន2នាក់បន្ថែមហើយយើងមានរថយន្តអន្តរាគមន៍សម្រាប់ធ្វើការសង្គ្រោះបន្ទាន់ក្នុងករណីដែលបងប្អូនមានបញ្ហាសុខភាពដែលមិនអាចប្រឡងក្នុងថ្នាក់បានយើងអញ្ជើញគាត់តាមរយៈការផ្ដល់ព័ត៌មានពីប្រធានអនុរិយក៏ដូចជាអ្នកសង្កេតការដែលមានអង្គភាព ACU ក៏ដូចជាសហភាពសហព័ន្ធនៅទីនេះណាផ្ដល់ព័ត៌មានមកយើងខ្ញុំចាត់ចែងក្រុមគ្រូពេទ្យដែលប្រចាំការនៅមណ្ឌលប្រឡងនោះយកគាត់មកឲ្យធ្វើការប្រឡងសិលកិច្ចការនៅក្នុងរថយន្តសង្គ្រោះបន្ទាន់តែម្ដងតែបើក្នុងករណីគាត់មានបញ្ហាសុខភាពធ្ងន់ធ្ងរគឺយើងបញ្ជូនគាត់ទៅសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋដែលយើងបានត្រៀមរួចរាល់ហើយប៉ុន្តែសិលកិច្ចការនេះគឺប្រហែលជាប្រកាសណាស់មិនអាចយកទៅធ្វើបាននៅទីតាំងនោះបានបាទនេះជាកិច្ចការដែលយើងបានត្រៀមពាក់ព័ន្ធនឹងកិច្ចការងារមុនដំណើរការបាទមុនដំណើរការនៃការបើកកម្មវិធីប្រឡងសញ្ញាបត្រនៅថ្ងៃ11ខាងមុខនេះទី2ពាក់ព័ន្ធនឹងកិច្ចការងារដែលយើងត្រៀមសម្រាប់អនុវត្តនៅថ្ងៃប្រឡងនៅថ្ងៃប្រឡងគ្រប់រាជការជូនថាទី1គឺយើងបានរៀបចំបង្កើតគណៈកម្មការគ្រប់គ្រងកិច្ចការងារសន្តិសុខសម្រាប់នៅវិសាធារណៈរួមមួយដែលមានឯកឧត្តមគង់ស្រីអភិបាលនៃគណៈបាលរាជពេញនិងជាប្រធានគណៈអភិការភាពរដ្ឋបាលពេញលោកជាប្រធានគ្រប់គ្រងរួមតែម្ដងបាទទី2យើងណែនាំឲ្យអភិបាលខណ្ឌទាំង14ជាពិសេសខណ្ឌគោលដៅមណ្ឌលសំណេរនិងមណ្ឌលកំណែដែលមានមណ្ឌលសំណេរ36មណ្ឌលកំណែទាំង5នេះឲ្យរៀបចំបង្កើតអនុគណៈកម្មការការពារសន្តិសុខ10របស់ខណ្ឌផងដែរដើម្បីត្រៀមទទួលនិងផ្ដល់សេវាការពារសន្តិសុខ10វិរយសាធារណៈនៅក្នុងមណ្ឌលប្រឡងក្នុងក្របខណ្ឌភូមិសាស្ត្រខណ្ឌរបស់ខ្លួនឲ្យបានល្អប្រសើរបាទហើយសូមបញ្ជាក់ថាសម្រាប់ខណ្ឌក៏លោកស្រីដែលជាអភិបាលនៃគណៈបាលខណ្ឌជាប្រធានដែរបាទជាប្រធានដែរហើយដោយមានអភិបាលរងមានចៅសង្កាត់មេប៉ុស្តិ៍មានអធិការមេជាការវុធិខណ្ឌជាសមាជិកបាទទន្ទឹមនឹងក៏យើងបានណែនាំឲ្យគណៈជាការឯកភាពរដ្ឋបាលខណ្ឌនឹងចាត់ចែងអភិបាលរងចំណោះឲ្យគណៈជាការឯកភាពរដ្ឋបាលខណ្ឌទទួលបន្ទុកការពារមណ្ឌលប្រឡងតាមសាលាទៀតបាទទៅសហការជាមួយប្រធានមណ្ឌលបាទប៉ុន្តែគាត់មានភារកិច្ចការពារសន្តិសុខระดับនៅខាងក្រៅឯក្នុងករណីមានការស្នើសុំអន្តរាគមន៍ពីប្រធានមណ្ឌលដោយមានការសម្របសម្រួលពីអ្នកសង្កេតការទាំងពីរគឺទៅអង្គភាព ACU ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជាយើងខ្ញុំនឹងផ្ដល់កម្លាំងសមត្ថកិច្ចគណៈជាការឯកភាពខណ្ឌសម័យនោះទៅធ្វើកិច្ចការងារសហការឲ្យបានល្អប្រសើរដោយធានាមិនឲ្យមានបញ្ហាអុកឡុកបញ្ហាបកការរំខានណាមួយពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ឬបរិយាកាសនៃការប្រឡងឯដល់បងប្អូនជាបេក្ខជនទាំងពីរប្រភេទក៏ដូចជាដល់អនុរិយនិងបុគ្គលិកទាំងអស់ដែលចូលរួមនៅក្នុងកម្មវិធីប្រឡងថ្ងៃទី11ខែសីហាខាងមុខនោះទេបាទចា៎ទី2ក៏យើងបានត្រៀមចេញសេចក្តីជូនដំណឹងផ្អាកជាបដិអាសន្ននៅទីតាំងទាំងអស់ដែលប្រកបអាជីវកម្មថតចម្លងឯកសារបាទ
ហើយកន្លងមកមានតូបលក់សភៅលក់អីនៅតាមរបងសាលានេះគឺយើងបានណែនាំឲ្យផ្អាកជាយើងដល់ស្អាតបិទក្នុងរយៈពេល2ថ្ងៃបាទហើយជូនដំណឹងឲ្យគាត់បិទតូបប្រឈប់ម៉ាស៊ីនកូពីឯកសារនៅមុនថ្ងៃប្រឡង1ថ្ងៃបាទត្រូវរៀបចំឲ្យស្អាតបាទកិច្ចការនេះយើងបានធ្វើមុនថ្ងៃប្រឡង1ថ្ងៃនឹងព្រឹកឡើងម៉ោង7យើងចាប់ដើមបើកបាទកាត់វិញ្ញាសាប្រឡងបាទយើងណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង14ជាពិសេសខណ្ឌទាំង13គោលដៅនេះឲ្យធ្វើកិច្ចការងារនេះតាំងពីម៉ោង4ទៀបភ្លឺទៅចាបាទធ្វើរដ្ឋបាលនៅជុំវិញទីតាំងនេះធានាថានៅជុំវិញបរិវេណមណ្ឌលសំណេរទាំង36នឹងមិនមានបើកកូពីមិនមានបើកថតចម្លងនៅឯកសារណាមួយដែលជាឥទ្ធិពលដល់បរិស្ថានក៏ដូចជាសភាពការទូទៅនៃមណ្ឌលប្រឡងនីមួយៗដាច់ខាតទី3គឺយើងពាក់ព័ន្ធនឹងកិច្ចការអំបញ្ញមិញនេះផងដែរដែលឯកឧត្តមតំណាងឲ្យសហភាពសហព័ន្ធយុវជនកម្ពុជាបានលើកឡើងពាក់ព័ន្ធនឹងកិច្ចការងាររៀបចំអូនដែលជាយុវជនស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជាពិនិត្យនិងថែរក្សាចំណតផ្ញើម៉ូតូកង់របស់បេក្ខជនកិច្ចការនេះយើងខ្ញុំសូមគ្រប់រាយការណ៍ជូនថាឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកបានចាត់ចែងបាទលោកបានចាត់ចែងនៅតាមមណ្ឌលសំណេរទាំងអស់គឺមិនអនុញ្ញាតឲ្យមានការផ្ញើម៉ូតូផ្ញើកង់យកកម្រៃទេចា៎បាទដោយរដ្ឋបាលរាជធានីភ្នំពេញផ្ដល់ជូនមួយមណ្ឌលគឺ1លានរៀលបាទមួយមណ្ឌល1លានរៀលឲ្យខណ្ឌរៀបចំចាត់ចែងក្រុមការងារផ្ញើម៉ូតូនិងកង់នេះជូនបងប្អូនដែលជាបេក្ខជនមកប្រឡងនេះហ្វ្រីមិនយកលុយទេចា៎បាទហើយក៏មានការចូលរួមទៅកិច្ចការនិងការចូលរួមបន្ថែមពីខាងសហភាពសហព័ន្ធយុវជនកម្ពុជាផងដូចអ្វីដែលឯកឧត្តមបានលើកឡើងមុននេះដោយឡែកពាក់ព័ន្ធនឹងកិច្ចការងារចាំបាច់មួយចំនួនទៀតដែលកិច្ចការនេះយើងគិតថាវាតូចទេប៉ុន្តែបើសិនវាកើតឡើងវាជាឥទ្ធិពលដែរដល់ដំណើរការនៃការប្រឡងទី1គឺនៅមុនថ្ងៃប្រឡងមួយថ្ងៃនិងថ្ងៃប្រឡងទាំងពីរថ្ងៃនេះគឺយើងបានណែនាំនិងដាក់ចេញជាគោលការណ៍ដល់ស្នងការដ្ឋានជាពិសេសការឡាយចរាចរណ៍ជើងគោកមិនអនុញ្ញាតឲ្យធ្វើការអនុវត្តច្បាប់ចរាចរណ៍ជើងគោកទេព្រោះយើងប្រកាសខ្លាចបងប្អូនដែលមកពីខណ្ឌក្រៅក្រុងក៏ដូចជាបេក្ខជនស្វ័យរិនអីមួយចំនួនបាទតែដាក់ពាក្យប្រឡងនេះលោកធ្វើដំណើរទៅចៃដន្យខកម៉ោងបាទចេញមកប្រឡងខកម៉ោងបាទខកម៉ោងបញ្ញាបញ្ញាលអញ្ចឹងភ្លើងក្រហមគាត់នៅតែបើកឆ្លងកាត់អញ្ចឹងទីយើងបានចាត់ចែងឲ្យកម្លាំងនគរបាលចរាចរណ៍ទាំងមន្ត្រីនគរបាលចរាចរណ៍ពេញសិទ្ធិទាំងមន្ត្រីចាប់កិច្ចសន្យាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្នងការដ្ឋាននិងរដ្ឋបាលពេញនេះពង្រាយនៅតាមភ្លើងស្តុបទាំងអស់បង្កលក្ខណៈឲ្យគាត់បានធ្វើដំណើរមកដល់មណ្ឌលសំណេរនេះប្រឡងនេះមុនម៉ោងបាទមុនម៉ោង6មិនទាន់ពេលវេលាបាទចូលប្រឡងបានបាទក្នុងករណីចាំបាច់យើងនឹងចាត់ចែងក្រុមអន្តរាគមន៍ដើម្បីបើកផ្លូវជូនគាត់ទៀតបាទជូនគាត់ទៀតទៅម្ដងការទុកដាក់ការរៀបចំដឹកជញ្ជូនកិច្ចការរបស់បេក្ខជនបាទទាំងមុនប្រឡងយកមករក្សាទុកនៅវិទ្យាល័យស៊ីសវ័តក៏ដូចជាការរៀបចំកិច្ចការងារដឹកវិញ្ញាសានេះពីតាមមណ្ឌលនានាមករក្សាទុកនៅវិទ្យាល័យស៊ីសវ័តនេះយើងបានត្រៀមឡាននិងម៉ូតូបើកផ្លូវហើយនឹងកម្លាំងប៉ូលីសនគរដែលជាកម្លាំងនគរបាលចរាចរណ៍របស់យើងនេះរួមជាមួយនឹងគណៈវិជាការឯកភាពខណ្ឌពាក់ព័ន្ធឯការពីមណ្ឌលប្រឡងនោះបញ្ជូនវិញ្ញាសានេះឲ្យមកដល់សាលាស៊ីសវ័តតាមពេលវេលានិងម៉ោងកំណត់ហើយធានាបាននៅសន្តិសុខភាពបាទមិនឲ្យមានបញ្ហាណាមួយកើតឡើងទៅដល់ការដឹកជញ្ជូននិងការរក្សាទុកវិញ្ញាសាទេណាពាក់ព័ន្ធកិច្ចការមួយទៀតផងដែរដែលកិច្ចការនេះខ្ញុំគិតថាវាក៏ជាកិច្ចការសំខាន់ដែរគឺពាក់ព័ន្ធនឹងការត្រៀមនៅមធ្យោបាយបកាចៃដន្យនេះព្រោះរដូវនេះជារដូវវស្សាបាទវាអាចនឹងមានភ្លៀងច្រើនដោយសារយើងទទួលឥទ្ធិពលរលកសម្ពាធទាបឬក៏ឥទ្ធិពលកូនព្យុះពីបណ្ដាប្រទេសជិតខាងអីចឹងលក្ខណៈអញ្ចឹងទេយើងបានណែនាំដល់មន្ទីរសាធារណការលោកមន្ទីរសាធារណការក៏ដូចជាការិយាល័យសាធារណការតាមខណ្ឌឲ្យត្រៀមនៅរថយន្ត
និងម៉ាស៊ីនបូមទឹក ចា បាទនឹងមកចូលបាយត្រៀមបកាផ្សេងៗដូចជាបាវខ្សាច់ ចា បាទខ្សាច់ធ្វើការច្រកទុកជាមុនដើម្បីយកមកធ្វើការចាត់ចែងធ្វើយ៉ាងណាមិនឲ្យមានទឹកលិចនៅក្នុងមណ្ឌលប្រឡងដែលបង្កការលំបាកដល់បងប្អូនជាបេក្ខជនក៏ដូចជាអនុរិយដូចជាបុគ្គលិកសិក្សាដែលមានភារកិច្ចការពារដែលមានភារកិច្ចរៀបចំកិច្ចការងារប្រឡងនៅមណ្ឌលនោះមានការកកស្ទះឬរំខានទេចំណុចទី1ចំណុចទី2បើក្នុងករណីវាភ្លៀងខ្លាំងធ្ងន់ធ្ងរសូមជម្រាបជូនថានៅក្នុងរាជពេញរបស់យើងនេះកម្រិតភ្លៀងក្នុង1មីលីម៉ែត្រ60មីលីលីត្រឡើងទៅគឺស្ថានភាពបណ្ដាញលូក៏ដូចជាបន្លាយរបស់យើងពេញព្រាបហើយអញ្ចឹងទេក្នុងករណីមានមណ្ឌលណាមួយលិចខ្លាំងយើងនឹងសុំគោលការណ៍ទៅក្រសួងអប់រំយុវជនកីឡាហើយដល់មកបាក់ហងជួនរុនក៏ដូចជាសុំការឯកភាពពីអង្គភាពសង្កេតការទាំងពីរដើម្បីធ្វើការផ្លាស់ប្ដូរមណ្ឌលបាទនេះយើងសង្ឃឹមថាវាមិនកាត់ឡើងទេសង្ឃឹមថាឆ្នាំនេះតែយើងត្រៀមលក្ខណៈបង្ការមុនព្រោះថាឯកឧត្តមអភិបាលនៃគណៈអភិបាលរាជពេញបានដាក់គោលការណ៍ឲ្យមន្ត្រីសាធារណការរួមជាមួយខណ្ឌពាក់ព័ន្ធទាំងអស់ធ្វើការយកចិត្តទុកដាក់ស្ដារបន្លាយបាទប្រព័ន្ធលូបាទស្ទើរតែលូខ្លះស្ទើរតែដើរបានហើយអត់មានកាកសំណល់ភក់កាកសំណល់នៅសេសសល់បាត់លូឯងដោយឡែកបន្លាយខ្លះដែលកន្លងមកហ្នឹងយើងឃើញមានការលិចឆ្នាំ2025មានជាបទពិសោធន៍យើងមានការលិចមណ្ឌលសំណេរ2គឺនៅវិទ្យាល័យសីកែវហើយនឹងជពូវ័នចាបាទជពូវ័នយើងបានធ្វើកិច្ចការនេះឆ្នាំនេះប្រហែលជាធានាបានមិនហ៊ានសន្និដ្ឋាន 100% ទេប៉ុន្តែពី80ទៅ 90% នឹងមិនមានការលិចដូចជាឆ្នាំទៅវិញទៀតទេបាទយើងបានស្ដារប្រព័ន្ធបន្លាយមេនេះប្រព័ន្ធលូទទឹងនេះយ៉ាងល្អមែនទែនបាទហើយដល់មកជំរុញការយកដាក់ដល់ថវិកាផ្ដល់ប្រេងឲ្យខណ្ឌឲ្យមន្ត្រីសាធារណការធ្វើកិច្ចការនេះយ៉ាងស័ក្តិសមដុតដៃដុតជើងមែនទែនបាទហើយសង្ឃឹមថាវាមិនមានព្រឹត្តិការណ៍នេះកើតឡើងដូច2025សម្រាប់វិទ្យាល័យទាំងពីរនេះបាទមណ្ឌលសេនីទាំងពីរនេះកិច្ចការចុងក្រោយក៏ជាកិច្ចការមួយសំខាន់ដែររដ្ឋបាលពេញក៏បានត្រៀមចេញក្តីជូនដំណឹងទៅដល់ម្ចាស់ស្ថានភាពទស្សនៈភោជនីយដ្ឋានអាហារដ្ឋានទាំងអស់សូមកុំឲ្យតម្លើងថ្លៃបាទក្នុងរយៈពេលប្រឡង2ថ្ងៃនេះបាទបើមិនបានរក្សាបានចុះថ្លៃសូមរក្សាតម្លៃនៅដដែលបាទឲ្យឡើងថ្លៃទេហើយបើមានភោជនីយដ្ឋានឬទីតាំងអាជីវកម្មដ្ឋានណាមួយតម្លើងថ្លៃឆក់យកឱកាសដើម្បីយកចំណេញនៅក្នុងរយៈពេល2ថ្ងៃនេះនៅពេលដែលយើងត្រួតពិនិត្យឃើញយើងធ្វើការបិទអាជីវកម្មជាបណ្ដោះអាសន្នដោយមិនលើកលែងទេបាទនេះជាវិធានការរដ្ឋបាលដែលយើងបានត្រៀមហើយបានធ្វើការផ្សព្វផ្សាយបន្ថែមហើយទន្ទឹមនោះក៏យើងបានចាត់ចែងដាក់ជូនទៅតាមបណ្ដាវិទ្យុទូទស្សន៍ឲ្យធ្វើការផ្សព្វផ្សាយបន្ថែមហើយសង្ឃឹមថា BTV នឹងជួយផ្សព្វផ្សាយបន្ថែមលើកិច្ចការនេះបាទចាជាការពិត BTV នឹងចូលរួមក្នុងការផ្សព្វផ្សាយហើយនេះការបញ្ជាក់ពីអាដាមបញ្ជាក់ពីការចូលរួមរបស់អាជ្ញាធរចាសន្តិសុខសណ្ដាប់ធ្នាប់ពាក់ព័ន្ធទៅនឹងសុវត្ថិភាពពាក់ព័ន្ធនឹងបរិស្ថានគឺថាអាជ្ញាធរយកចិត្តទុកដាក់ទៅលើរឿងនេះចាអាដាមបានបញ្ជាក់ជូនវិញមិញនេះពាក់ព័ន្ធទៅនឹងការងាររបស់អាជ្ញាធររាជធានីភ្នំពេញប៉ុន្តែបើសម្រាប់តាមបណ្ដាខេត្តនេះក៏អនុវត្តដូចគ្នាដែរចាពីព្រោះថាជាក្របខ័ណ្ឌទូទាំងប្រទេសសម្រាប់ដំណើរការនៃការប្រឡងនេះខ្ញុំសូមបន្តមកកាន់ឯកឧត្តមឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយដោយសារតែអង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមជាផ្នែកមួយសំខាន់ណាស់នៅក្នុងការសង្កេតការចាតាមដានសង្កេតការនៅដំណើរការនៃការប្រឡងនេះតាំងពីមុនការប្រឡងក្នុងអំឡុងពេលប្រឡងហើយក្រោយពេលប្រឡងដល់ដំណាក់កាលកំណែទៀតចាអាដាមនៅក្នុងការចូលរួមរបស់ ACU ឆ្នាំនេះគឺមុនពេលប្រឡងបានធ្វើអ្វីខ្លះហើយត្រៀមបែបណាដែរហើយយើងនឹងមានការដាក់ចេញនៅការងារបែបណាពាក់ព័ន្ធទៅនឹងការតាមដានការអង្កេតប្រឆាំងនៅបញ្ហាអំពើពុករលួយដែលកើតមានក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះចា៎បាទសូមអរគុណកញ្ញាពិធីការនេះខ្ញុំសូមជម្រាបជូនថាកិច្ចការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយនេះយើងធ្វើមុនដំណើរការប្រឡងមុនដំណើរការប្រឡងមានមុនដំណើរការសំណេរនៅពេលសំណេរហើយក្រោយប្រកាសលទ្ធផលទេក៏យើងនៅតែបន្តការងារនេះបាទហើយចំណុចទី2ចង់ជម្រាបជូនថាសម្រាប់ឆ្នាំ2026នេះគឺការត្រៀមលក្ខណៈមិនខុសពីឆ្នាំ2025ទេប៉ុន្តែអ្វីដែលជាការកត់សម្គាល់នៅទីនេះខ្ញុំឃើញក្រសួងអប់រំយុវជនកីឡាក៏បានលើកឡើងនៅវិធានការថ្មីដើម្បីពង្រឹងបន្ថែមទៅក្នុងការរៀបចំការប្រឡង
ញ្ញាបានជុំសិក្សាទូទាំងភូមិនេះដែលអង្គភាពខាងពលរដ្ឋសូមគាំទ្រទៅលើវិធានការបន្ថែមនេះហើយយើងនឹងបន្តចូលរួមសហការជាមួយក្រសួងអប់រំយុវជនកីឡានៅក្នុងដំណើរការប្រឡងសញ្ញាបត្រជុំសិក្សាទូទាំងភូមិសម្រាប់ឆ្នាំ2026នេះនៅក្នុងឆ្នាំ2026នេះក៏ខ្ញុំសូមជម្រាបជូនថាអបពយើងបានពង្រីកវិសាលភាពនៃការសង្កេតការណ៍ត្រង់នៅលើដំណើរការមួយទៀតគឺដំណើរការបោះពុម្ពវិចប់ប្រធានវិសាដែលដំណើរការនេះកាលពីឆ្នាំ2014រហូតមកដល់ឆ្នាំ2025យើងអត់បានចូលរួមទេបាទសូមបញ្ជាក់ជូនយើងអត់បានចូលរួមទៅតែឆ្នាំនេះយើងពង្រីកវិសាលភាពនៃការសង្កេតការណ៍គឺយើងបានចូលរួមទៅលើកិច្ចការនេះហើយកិច្ចការនេះកំពុងដំណើរការរហូតដល់ពេលនេះមិនទាន់បានបញ្ចប់បាទទី2សូមបញ្ជាក់ជូនថាក្រោមការដឹកនាំនិងចង្អុលបង្ហាញប្រកបដោយភាពជ្រាលជ្រៅរបស់ឯកឧត្តមគតិអន្តរក្រសួងបណ្ឌិតទេសរដ្ឋមន្ត្រីវិធានអង្គភាពខាងពើពលយសម្រាប់ការចូលរួមនៃឆ្នាំនេះគឺអបពយើងបានរៀបចំជាកម្លាំងជាក្រុមការងារមួយហើយនឹងក៏មានក្រុមគេហៅថាកម្លាំងជំនួយគឺបានន័យថាការប្រើប្រាស់ឧបករណ៍កាមេរ៉ាដើម្បីចាប់យកនៅកន្លែងសំខាន់បាទយើងបានប្រើប្រាស់ហើយចំណុចដែលយើងប្រើប្រាស់កាមេរ៉ានេះសូមជម្រាបជូនថាជាពិសេសនៅក្នុងដំណើរការបោះពុម្ពវិចប់ធាតុញៀសានេះហើយនៅក្នុងដំណើរការកំណែហើយក្នុងដំណើរការបោកស្រង់បន្ទុករហូតដល់ប្រកាសលទ្ធផលយើងប្រើប្រាស់កាមេរ៉ាបាទនេះជាដើម្បីតាមដានបូកជាមួយនឹងកម្លាំងរបស់យើងផ្ទាល់នៅក្នុងការចូលរួមសង្កេតការណ៍នៅឆ្នាំនេះគឺអង្គភាពយើងបានរៀបចំនៅក្រុមការងារមួយគេហៅមានបែងចែកជារចនាសម្ព័ន្ធគឺមានក្រុមការងារថ្នាក់កណ្ដាលក្រុមការងារថ្នាក់កណ្ដាលនេះគឺគ្រប់គ្រងទូទៅដែលមានឯកឧត្តមទេសរដ្ឋមន្ត្រីជាប្រធានបាទហើយនឹងមានក្រុមការងារដឹកនាំការងារសង្កេតការណ៍នៅតាមរាជធានីខេត្តហើយបន្ទាប់នៅក្នុងក្រុមការងារដឹកនាំការងារសង្កេតការណ៍នៅតាមរាជធានីខេត្តនេះសូមបញ្ជាក់ជូនថានៅតាមគ្រប់មណ្ឌលទាំងអស់យើងតែងតែយើងបានពង្រាយនៅមន្ត្រីនគរបាលយុត្តិធម៌បាទសរុបទាំងអស់នៅក្នុងក្រុមការងារសម្រាប់ការងារសង្កេតការណ៍ឆ្នាំ2026នេះគឺយើងមានប្រមាណ600នាក់សម្រាប់ចូលរួមទៅលើកិច្ចការងារនេះបានន័យថាក្រុមការងារអង្គភាពខាងពលរដ្ឋមានថ្នាក់កណ្ដាលថ្នាក់រាជធានីខេត្តហើយនៅក្នុងនោះមានថ្នាក់ដឹកនាំមន្ត្រីបូកទាំងមន្ត្រីនគរបាលយុត្តិធម៌ហើយជាទូទៅនៅតាមមណ្ឌលប្រឡងនីមួយៗយើងតែងតែដាក់បង្រៀននៅមន្ត្រីនគរបាលយុត្តិធម៌របស់អង្គភាពដើម្បីដឹកនាំក្រុមការងារអ្នកសង្កេតការស្ម័គ្រចិត្តព្រោះនៅក្នុងមណ្ឌលនីមួយៗយើងបានជ្រើសរើសអ្នកសង្កេតការស្ម័គ្រចិត្តអមជាមួយនឹងមន្ត្រីរបស់យើងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ត្រីអង្គភាពខាងពើពលយនៅតាមមណ្ឌលនោះបកឆ្នាំនេះកាត់ភាសាអាដាមអ្នកសង្កេតការស្ម័គ្រចិត្តយើងជ្រើសរើសយកចំនួនប្រមាណដែរឆ្នាំនេះសូមជំរាបជូនកញ្ញាគឺយើងបានជ្រើសរើសអ្នកសង្កេតការស្ម័គ្រចិត្ត4150នាក់បាទនេះជាអ្នកសង្កេតការស្ម័គ្រចិត្តហើយយើងក៏ខ្ញុំក៏ជ្រាបឱកាសនេះក៏សូមធ្វើការកត់សម្គាល់ក្នុងរយៈពេលប្រហែលថ្ងៃនៅពេលដែលយើងចាប់ដើមប្រកាសនេះគឺឃើញមានអ្នកអង្កេតការស្ម័គ្រចិត្តជាង8000នាក់ដែលមកដាក់ពាក្យសូមចូលរួមអង្កេតការដាក់ពាក្យចូលរួមប៉ុន្តែឡែកដោយសារយើងការចំនួនយើងមានកំណត់អញ្ចឹងយើងជ្រើសរើសតែ4150នាក់នេះជាចំណុចនៃការត្រៀមការងារសម្រាប់ចូលរួមអង្កេតការប្រឡងបាក់ឌុបនេះហើយក្រៅពីការរៀបចំនៅកម្លាំងត្រៀមចូលរួមនេះក៏យើងបានចេញនៅសេចក្តីណែនាំទៅពីការងារសង្កេតការប្រឡងបាក់ឌុបនៅក្នុងនោះយើងបានសេចក្តីណែនាំស្តីពីសិទ្ធិទូនទីភារកិច្ចនិងកាតព្វកិច្ចហើយក៏យើងបានផ្សព្វផ្សាយនៅបទបញ្ញត្តិនិងច្បាប់នានាដែលពាក់ព័ន្ធនឹងសម្រាប់ការអនុវត្តនៅពេលការពាក់ព័ន្ធនឹងអនុវត្តនៅក្នុងដំណើរការប្រឡងបាក់ឌុបនេះបាទហើយមួយទៀតមុនការប្រឡងនេះក៏អង្គភាពបានធ្វើការបើកវគ្គបំពន់បានបណ្ដុំវគ្គបំពន់នេះបានប្រព្រឹត្តរួចហើយបាទសម្រាប់មន្ត្រីអង្គភាពខាងពលរដ្ឋដឹកនាំការងារសង្កេតការបាទយើងនិយាយវគ្គបំពន់នេះគឺយើងនិយាយអំពីទូនទីភារកិច្ចកាតព្វកិច្ចរបស់អ្នកសង្កេតការរបស់អង្គភាពយើងតែយើងមានសិទ្ធិមានកាតព្វកិច្ចយ៉ាងម៉េចដើម្បីគាត់យល់ហើយនឹងព្រមទាំងយើងក៏បានធ្វើការធ្វើបទបង្ហាញនៅក្នុងវគ្គបំពន់នេះគឺតាក់ទងនឹងច្បាប់បទបញ្ញត្តិដែលពាក់ព័ន្ធនឹងការប្រឡងបាក់ឌុបនេះដើម្បីជាមូលដ្ឋានមួយសម្រាប់ឲ្យក្រុមការងារមន្ត្រីអង្គភាពខាងពលរដ្ឋយកទៅអនុវត្តឲ្យមានប្រសិទ្ធភាពបាទហើយនៅក្នុងនេះដែរការដែលយើងនឹងរៀបចំនៅវគ្គបំពន់សម្រាប់អ្នកសង្កេតការស្ម័គ្រចិត្តវគ្គបំពន់នេះគឺយើងរៀបចំក្រោមរូបភាពជាច្រើន
ប៉ុន្តែជាពិសេសគឺយើងនឹងរៀបចំរបៀបវគ្គបំពន់នេះនៅតាមរាជធានីខេត្តដែលអ្នកសង្កេតការស្ម័គ្រចិត្តគាត់បានស្នើសុំទៅចូលរួមទីនោះមានន័យថាមន្ត្រីអង្គភាពឆាំងពលួយដែលដឹកនាំការងារសង្កេតការនៅតាមរាជធានីខេត្តគាត់នឹងរៀបចំនៅវគ្គបំពន់នេះសម្រាប់ឲ្យអ្នកសង្កេតការទាំងអស់ឲ្យយល់ដឹងអំពីសិទ្ធិនិងទួនាទីភារកិច្ចហើយនិងកាតព្វកិច្ចនានាដែលគាត់ត្រូវបំពេញដើម្បីធានាយ៉ាងម៉េចឲ្យការសង្កេតការហ្នឹងគឺមានប្រសិទ្ធភាពខ្ពស់ស្របតាមគោលការណ៍អ្វីដែលអង្គភាពបានកំណត់បាទហើយនេះជាចំណុចដែលខ្ញុំបានសូមជម្រាបជូនទាក់ទងនឹងការងារមុនត្រៀមការប្រឡងនេះបាទចាអាដាមពាក់ព័ន្ធទៅនឹងការរៀបចំអ្នកសង្កេតការស្ម័គ្រចិត្តនេះចាប់អារម្មណ៍មែនតើចំពោះតួលេខអ្នកចូលរួមណាចាដាក់ពាក្យដល់ទៅជាង 8,000 អ្នកតែយើងយកតែ 4,000 អ្នកភាគច្រើនតាមការកត់សម្គាល់ឃើញអ្នកដែលចូលរួមហ្នឹងគឺជាសិស្សជាយុវជនអ្នកវ័យណាឬក៏អ្នកធ្វើការបែបណាដែរដែលគាត់ដាក់ពាក្យចង់ចូលរួមស្ម័គ្រចិត្តក្នុងការសង្កេតការដែរនោះចាពីច្រើនអ្នកដាក់ពាក្យហ្នឹងគឺជាយុវជនហើយអ្នកយុវជនសិស្សនិស្សិតបាទភាគច្រើនគឺសិស្សនិស្សិតដោយឡែកមន្ត្រីរាជការយើងអត់ទទួលយកទេដោយសារមានលក្ខខណ្ឌមួយអាចប៉ះពាល់ដល់ពេលវេលាសម្រាប់គាត់បម្រើការងារត្រីរាជការគ្រូបង្រៀនហើយនឹងព្រះសង្ឃក៏យើងអត់ទទួលយកដែរដោយសារគ្រូបង្រៀនគាត់អាចវាអត់ប៉ះពាល់នឹងចំណុចផលប្រយោជន៍បាទហើយព្រះសង្ឃនៅរដូវនេះយើងដឹងហើយចូលភាសាក៏គង់នៅក្នុងក៏គង់នៅវត្តដូចជាយើងមិនទទួលយកទេអញ្ចឹងជារួមភាគច្រើនគឺសិស្សនិស្សិតនិងអ្នកធ្វើការនៅតាមក្រុមហ៊ុនឯកជនផ្សេងៗក៏គាត់បានចុះដាក់ពាក្យដើម្បីស្នើសុំចូលរួមនៅក្នុងដំណើរការសង្កេតការប្រឡងបាក់ឌុបចាំនេះដែរបាទជារួមការមើលឃើញរបស់អង្គភាពប្រឆាំងអំពើពុករលួយយ៉ាងណាដែរចំពោះតួលេខអ្នកចូលរួមស្ម័គ្រចិត្តសង្កេតការតាំងពីឆ្នាំដំបូងដែលយើងចាប់ផ្ដើមរើសរហូតមកដល់ឥឡូវមានការកើនឡើងក៏ដូចជាចំនួនដែលអ្នកដាក់ពាក្យហ្នឹងក៏មានការកើនឡើងដែរនោះចាយើងគិតថាអ្វីដែលមានការកើនឡើងតួលេខនេះយើងអាចសន្និដ្ឋានបានថាដោយសារការចង់ចូលរួមសង្គមហើយកិច្ចការងារនេះយើងថាជាកិច្ចការងាររួមទាំងអស់គ្នាដើម្បីធ្វើយ៉ាងម៉េចឲ្យដំណើរការប្រឡងនឹងប្រព្រឹត្តទៅឲ្យមានតម្លាភាពវាតម្លាភាពមានន័យថាតើមានភាគីច្រើនចូលរួមដើម្បីឃើញថាតើដំណើរការប្រឡងនឹងលទ្ធផលនឹងវាឆ្លុះបញ្ចាំងយ៉ាងម៉េចហ្នឹងគឺតាមរយៈអ្នកសង្កេតការព្រោះអ្នកសង្កេតការនេះខ្ញុំសូមជម្រាបថាគាត់អាចសង្កេតមានន័យថាបើពាក្យសាមញ្ញយើងចង់និយាយថាយើងទៅសង្កេតឃើញឬផ្ដល់ព័ត៌មានជូនតាមឋានានុក្រមហើយយើងនឹងឃ្លាំមើលចំណាត់ការអញ្ចឹងអ្វីសង្កេតនេះមិនមែនមានន័យថាយើងទៅសង្កេតថាសកម្មភាពអាក្រក់ទេសកម្មភាពល្អអាក្រក់ទាំងពីរហ្នឹងក៏ត្រូវបានបង្ហាញតាមរយៈអ្នកសង្កេតការស្ម័គ្រចិត្តនេះដែរគាត់អាចប្រើប្រាស់ទូរស័ព្ទក៏អាចបង្ហោះនៅសកម្មភាពអំពើល្អរបស់អ្នកពាក់ព័ន្ធនៅក្នុងដំណើរការប្រឡងហើយពេលខ្លះគឺសកម្មភាពមិនប្រក្រតីក៏អាចបង្ហោះដែរអញ្ចឹងអ្នកសង្កេតការនោះក៏ជាភ្នែកចំហជាភ្នែកមួយសម្រាប់ឲ្យសង្គមយើងឃើញដែរឃើញតាមរយៈគាត់នេះជាមួយនឹងការចូលរួមរាល់ឆ្នាំរបស់ ACU ហើយបូកជាមួយនឹងឆ្នាំនេះបានត្រៀមរួចជាស្រេចរំពឹងយ៉ាងណាដែរអង្គភាពឆាំងពើពុកលុយសម្រាប់ដំណើរការនៃការប្រឡងនៅក្នុងឆ្នាំ2026នេះទីមួយការត្រៀមរបស់អង្គភាពឆាំងពើពុកលុយយើងបានត្រៀមហើយយើងសង្ឃឹមថាអ្វីដែលនឹងប្រព្រឹត្តនៅពេលខាងមុខនេះយើងអាចទទួលបាននៅលទ្ធផលដូចបណ្ដាឆ្នាំមុនហើយអ្វីដែលយើងជាការរំពឹងមួយទៀតនេះយើងគិតថាក្រសួងអប់រំយុវជនកីឡាដែលជាក្រសួងថ្មីគាត់នឹងអាចប្រមូលនៅកម្លាំងទាំងក្នុងនិងក្រៅក្រសួងទាំងអាជ្ញាធរដែនដីកម្លាំងមានសមត្ថកិច្ចដើម្បីចូលរួមទាំងអស់គ្នាធ្វើយ៉ាងណាឲ្យដំណើរការប្រឡងហ្នឹងគឺប្រព្រឹត្តទៅដោយរលូនមានស្ដាប់ងាប់ហើយជាពិសេសគឺឲ្យមាននៅភាពស្អាតស្អំទាំងអស់ហើយដើម្បីធានាបាននៅគោលការណ៍របស់ក្រសួងអប់រំយុវជនកីឡាមាន4គឺគោលការណ៍ច្បាប់តម្លាភាពច្បាប់យុត្តិធម៌ហើយនឹងលទ្ធផលទទួលយកបានហើយខ្ញុំសូមបញ្ជាក់ជូនថាអ្វីដែលការរំពឹងរបស់យើងចង់បានថាធ្វើយ៉ាងម៉េចធានាបាននៅស្ពានគុណភាពដូចមកខ្ញុំបានជម្រាបជូនខាងដើមនោះស្ពានគុណភាពដែលយើងទាំងអស់គ្នាបានកសាងជាមួយគ្នាជាង12ឆ្នាំមកនេះគឺសូមឲ្យស្ពានគុណភាពនេះគឺស្ថិតនៅជាអមតៈជានិច្ចមកនេះជាចំណុចហើយចំណុចទី2ដែលខ្ញុំរំពឹងទុកនេះគឺយើងដឹងហើយថាផលជីវិតជំនាញមានកំណែទម្រង់ការប្រឡងបាក់ឌុបនេះធ្វើឲ្យសង្គមជាតិទាំងមូលផ្លាស់ប្ដូរទស្សនៈគំនិតនិងទស្សនៈច្រើនផ្លាស់ប្ដូរម្ល៉េះហើយយើងចំពោះការប្រឡងនេះគឺ
ទាំងសិស្សានុសិស្សទាំងលោកគ្រូអាណាព្យាបាលនិងសាធារណជនទាំងអស់យើងអង្គភាពនឹងសូមថានឹងបន្តចូលរួមសហការដើម្បីធ្វើយ៉ាងណាឲ្យការប្រឡងនេះទទួលបានជោគជ័យដល់ទៅចាស់ចង់ដើម្បីអភិវឌ្ឍនៅធនធានមនុស្សសម្រាប់កម្ពុជាសម្ដៅចូលរួមในការអភិវឌ្ឍសេដ្ឋកិច្ចជាតិមកចាអរគុណអាដាមតំណាងឲ្យអង្គភាពប្រឆាំងអំពើពុករលួយនេះខ្ញុំបន្តទៅកាន់ឯកឧត្តមសុកពេញវុឌ្ឍវិញម្ដងអាដាមរំពឹងទុកបែបណាដែរចំពោះដំណើរការនៃការប្រឡងនេះពេលខាងមុខនេះគណៈដែលអាជ្ញាធររាជធានីភ្នំពេញបានចូលរួមចំណែកនិងបានត្រៀមលក្ខណៈយ៉ាងច្រើនដោយអាដាមបានរៀបរាប់ពីខាងដើមអញ្ចឹងសម្រាប់ដំណើរការនៃការប្រឡងរបស់បងប្អូនសិស្សានុសិស្សថ្នាក់ទី12នេះចាបាទជាថ្មីម្ដងទៀតយើងខ្ញុំសូមថ្លែងអំណរគុណដល់អ្នកដែលបានសួរសំណួរដ៏មានតម្លៃនេះជាទូទៅជាការវិតម្លៃរបស់រដ្ឋបាលភ្នំពេញចំពោះកិច្ចការងារដែលយើងបានត្រៀមមុនប្រឡងនិងកិច្ចការងារដែលយើងបានរៀបចំសម្រាប់ដំណើរការប្រឡងរយៈពេល2ថ្ងៃនេះយើងសង្ឃឹមថានឹងទទួលបានលទ្ធផលល្អប្រសើរនិយាយជារួមមណ្ឌលសំណេរទាំង36មណ្ឌលកំណែទាំង10នឹងទទួលបាននៅសម្ដាប់ធ្នាប់រៀបរយសាធារណៈល្អប្រសើរហើយអ្វីដែលយើងមានមោទនភាពគឺយើងទទួលបាននៅការសាទរពីសំណាក់សាធារណជនក៏ដូចជាមេដាបេដាសិស្សដែលបានចាត់ដែលបានមានកូនចូលរួមប្រឡងនេះហើយគាត់នឹងយល់គាត់នឹងទទួលក៏ដូចជាយល់ស្របទាំងស្រុងចំពោះអ្វីដែលជាគោលការណ៍ចាត់ចែងរៀបចំដោយក្រសួងបាទក៏ដូចជាអង្គភាពសង្កេតការទាំងពីរដែលមាន ACU ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជាក៏ជាអ្វីដែលរដ្ឋបាលពេញបានផ្ដល់ជូននៅសេវាសន្តិសុខ10រៀបរយសាធារណៈក៏ដូចជាសេវាសុខាភិបាលក៏ដូចជាសេវាអនាម័យផ្សេងនេះសង្ឃឹមថាគាត់នឹងទទួលយកហើយគាត់នឹងចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញយ៉ាងល្អប្រសើរបាទចាអរគុណអាដាមនេះខ្ញុំបន្តសំណួរទៅកាន់ឯកឧត្តមសំរតនាចាតំណាងឲ្យសហភាពសហព័ន្ធយុវជនកម្ពុជាបានចូលរួមចំណែកច្រើនជាមួយនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះតាំងពីមុនពេលប្រឡងដំណើរការនៃការប្រឡងក៏ចូលរួមយ៉ាងពេញទៅនឹងអាដាមរំពឹងទុកយ៉ាងណាដែរសម្រាប់ដំណើរការនៃការប្រឡងរបស់យើងដែរនឹងប្រព្រឹត្តទៅនៅថ្ងៃទី10-11 ខែសីហាខាងមុខនេះចាបាទសូមអរគុណជាថ្មីចំពោះសំណួររបស់កញ្ញានៅពេលនេះយើងខ្ញុំពិតជាមានការជឿជាក់ខ្ពស់ចំពោះលទ្ធផលដែលទទួលបានចេញមកពីការរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិយើងនៅក្នុងឆ្នាំ2026នេះដោយសារកត្តា4យ៉ាងដែលយើងខ្ញុំយល់ឃើញទី1គឺខ្ញុំយល់ឃើញថាការប្រឡងនៅពេលនេះក៏ដូចជាបណ្ដាពេលប្រឡងនៅបណ្ដាឆ្នាំផ្សេងដែរគឺថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់គឺមានការយកចិត្តទុកដាក់ទៅលើការប្រឡងនេះដោយសារនេះគឺជាអាទិភាពនៃកំណែតម្រង់ក្នុងវិស័យអប់រំរបស់យើងអញ្ចឹងគឺតាំងពីរហូតទៅដល់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីរហូតនឹងទៅដល់ឪពុកម្ដាយទាំងអស់មានការគាំទ្រទៅលើចំណាត់ការនេះអញ្ចឹងនេះគឺជាកត្តាទី1ដែលខ្ញុំបាទយល់ឃើញថាអាចនឹងទទួលបាននូវភាពជោគជ័យដ៏ចាស់ចង់ទី2គឺខ្ញុំបាទក៏យល់ឃើញថាបេក្ខជនខ្លួនឯងនៅក្នុងពេលនេះគឺគាត់បានយល់កាន់តែច្បាស់ដែលខ្ញុំបានជំរាបជូនពីខាងដើមអញ្ចឹងថាកំណែតម្រង់រយៈពេល12ឆ្នាំនេះគឺបានផ្លាស់ប្ដូរគំនិតទាំងឪពុកម្ដាយជាពិសេសគឺបេក្ខជនខ្លួនឯងតែម្ដងអញ្ចឹងគឺការចូលរួមរបស់ពួកគាត់ពិតជាឆ្លើយតបទៅនឹងអ្វីដែលជាការចង់បានរបស់ក្រសួងអប់រំយុវជននិងកីឡានៅក្នុងការកែតម្រង់នេះអញ្ចឹងនេះគឺជាកត្តាមួយទៀតដែលខ្ញុំបាទយល់ឃើញថាពិតជាអាចនឹងនាំមកដល់ភាពជោគជ័យចំណុចមួយទៀតដែលយើងខ្វះមិនបានគឺការសហការគ្នាយ៉ាងស្អិតរមួតរវាងភាគីពាក់ព័ន្ធទាំងអស់ដែលនៅក្នុងនេះយើងឃើញស្រាប់ហើយមានទាំងពីអាដាមឧបការីរបស់ ACU មានទាំងពីអាដាមអភិបាលរងនៃគណៈបាលរាជធានីភ្នំពេញក៏ដូចជាតំណាងឲ្យអាជ្ញាធរនៅតាមបណ្ដាខេត្តក្រុងផ្សេងគឺបានចូលរួមសហការយ៉ាងស្អិតរមួតរៀបចំតាំងពីមុនកម្មវិធីអំឡុងកម្មវិធីបានគិតវែងឆ្ងាយណាស់ដែលខ្ញុំគិតថានេះគឺជាកម្លាំងមួយដែលយើងខ្វះមិនបានហើយវាប្រកាសជាអាចនឹងនាំទៅដល់ភាពជោគជ័យជាថ្មីម្ដងទៀតសម្រាប់ការប្រឡងរបស់យើងទី4ដែលខ្ញុំសូមធ្វើការគូបញ្ជាក់នោះគឺថាយើងឃើញកម្លាំងចិត្ត
ในการโจรวมสมัครจัดระบบยุวชนยืงในขนมเปปัจจุบันนี่คือมีสภาพคลิ้วคลาโดยดำอุปการีบานเลือกลางจังขังACU ในชนะมีละหดดอลปมใบปอนเนี่ยจียุวชนสมัครจัดจังโจรวมในขนมดำเนินการในการยังปราบิทสังเกตการโดยไล่คือขยมกระสมเฟือการคูมันเจาะได้คือในขนมกรอบขั้นสหภาพสหปอนยุวชนกัมพูชีก็ยังมีในยุวชนสมัครจัดจังจานได้บานสนามส้มโชว์ร่วมในขนมยุนการนี้ให้มาดอลปีนี้คือขยมจุดเรียบจูนท่ายังมีระหดดอลปีปอนผมใบเลยเอามาให้ผมปลเนี่ยในตู้แกงปฏิได้บานโชว์ร่วมในขนมการเงียสมัครจัดต่างอันนี้คือนิยท่ายังตุบมาจำนวนพองโดยยังจำมือสถานพิบจะแสดงท่าตายยังอาจนั่งบาจมหอปนาติดเชียร์ไปเซ่ไปสันเชียโดยดอมบาโรงในขณะบาลินีบานเลือกหลังจังทายยังมีนปัญหาเพลียงมีนปัญหาไอ้เดียยังจำบัตรการกำลังประเทศมันนั่นคือยังบานเตรียมรุ่ยรอจังจมพัวยังขยมดำนางไอสาพิบสาปอนยุบชนกรรมเชียนี่คือยังปัจจิมีนโสติเทนิยมจมพัวกาประลองชนะนี่ได้ขยมยุรธาตามระยะการโจรวมบ่อยืงนี่คือยืงหนึ่งอาจจุ่มรุ่งในตุ่มนกจัดกันแต่ครั้งแต่ขนมประปอนอบรมบ่อแต่ขนมประปอนในการเรียบจอมการประลองบ่อยืงก็โดยจีการแก้ปลายในจัดกลุ่มนัดแก่ให้ดิจิทัลกลุ่มนัดระบ่ยุวชนบ่อยืงจีพิเศษคือไปกิจนแต่มาดองหอยเวียก็จีการบรรดาสมาร์ทได้ระบบยุวชนจีรวมนำไปเอากอดเจโจรวมจีมวยหนึ่งริจรัฐาพิบาลในขนมกะในจำบัดเซนได้นี่คือสถิติจำนวนได้ขยมสมทวการโบกสรบโจมัทาประกาศเชียแต่ตัวบานอภิจุกเชียจะไม่ดองติดมันให้ประธานไปนี่อาดัมเมียนเชียสายจุ๊บโปแต่ดอลปอนสสันสนาติดปีได้เตรียมประลองนี่ไปขังบกได้จ้ะสมออกคนขยมมีนซาใบซาที่มุ้ยคือขยมดำนางสาเพียบสาปอนอยู่จนการไปเชียคือสมเพื่อการไล่นอกคนจมพูปอนจีอยู่จนสมัครจัดว่าสาเพียบสาปอนอยู่จนการไปเชียได้บานโจรูมยังสะสามในขนมบปะเหตุกำไนตำรงระบยืงหอยก่อชนิดปีนี้คือสมไล่นอกคนตลอดธนาดักนอมคณะกรรมการระบสาเพียบสาปอนอยู่จนการไปเชียครบจวนธนาเชียพิเศษคือตามันดาเรียจิตินิคายได้บานยกจัดตกดะจมพูปอนเชียไปกิจนประลองในขนมชนามนี้ก็โดยเชียบรรดาชนามก็ลองเตยจำนวนตีปีคือจมพูกระทรวงอบรมยุวชนนังไกลาคือยืงขยมปรัชญาท่านในแต่บรรทอเพื่อการความโตในขนมยนต์กาในกำไนตำรงดอบินสระสำคัญสำหรับจิตมีตภูมินี่ได้ตัวใบตลอดปีนะก็สหภาพสหปอนยุวชนกัมพูชีกรมการดักนอมใบดำคนมันนี้ไปที่สหภาพสหปอนยุวชนกัมพูชีคือหนึ่งในแต่บรรทอโชว์รวมโดยสารนี้คือจีกตาสำคัญสำหรับเรื่องนั่งจำนวนตีใบคือขยมสมกรุบจูนโปแต่ดอลปอนได้ชีไปกิจนแต่งประลองมาชมศึกษาตุติยภูมิชนปีปอนมาเพย์ประมวยทั้งไงสมัยประลองทั้งไงติดดอกมวยใครใส่หานี่คือสมปอนบานตัวในจูบจีแต่งนี่บาหอยสมเมียนสกเพียบล้อบรรทอชื่อเจ้าเลยครูนไอหนึ่งชื่อเจ้าเลยกาประลองยนต์การในการประลองระบบกระทรวงอบรมยุวชนนังไกลาบาสมกรุบออกคนจ้ะออกคนจ้ะดำสกุลบทเมียนไว้เชียซาเลือกล่างประทายจ้ะออกคนเหมือนกันจังหวัดจอบนี่จะขยมสมไทยมนาคุณตำบลนี่คือสมไทยมนาคุณเราทานในตัวบีทีวีเดี๋ยวบานเจออยู่ขยมน้องเนี่ยไม่ดอมอภิบาลในคณะบาลิมปิกโดยเฉพาะน้องในรัฐบาลิมปิกตรงมูลมาโชว์รวมสมเพียแบบบอลกิจการเงียการเปียสอนโซดับนอกระเบียบโดยสาธารณะโดยเชี่ยกิจการเงียสำคัญจำบัดมาจำนวนในขนมสมัยประลองชมสุสานตุยภูมิได้นั่งประตูในไทยที่ดอกมวยไข่ใส่5 ชามปีปอนไปมวยของมุกนี่ในขนมลูกกระสมไกลมันคนดอไอดอมอุปการีองค์เพชรACUตำนานพงศ์ปอร์บอยดอมอมเตียงโดยเชี่ยสมไกลมันคนดอไอดอมเด็ดตำนานเอาสหภาพปอนจนการไปเชียได้บานโจรวมจมวยหนึ่งยืนขยมต้องออกเนี่ยไอ้ขนมลูกกระสมกรุ๊ปไทยมันคนก็โดยเชี่ยจุนโปดอลกระทรวงอบรมยุวชนกีฬาหนึ่ง
អង្គភាពពាក់ព័ន្ធទាំងអស់ដែលបានរួមគ្នាសហការរៀបចំដំណើរការកិច្ចការប្រឡងមធ្យមសិក្សាទុតិយភូមិសម័យប្រឡងខាងមុខនេះសូមគាំទ្រពេញទំហឹងហើយសូមគោរពជូនពរសូមឲ្យដំណើរការនេះប្រព្រឹត្តទៅដោយរលូននិងជោគជ័យជាចុងបញ្ចប់នេះក៏សូមគោរពជូនពរផងដែរដល់បងប្អូនដែលជាបេក្ខជនទាំងបេក្ខជនទាំងបេក្ខនារីទាំងអស់មិនត្រឹមតែក្របខ័ណ្ឌនៅក្នុងរាជភ្នំពេញទេក្របខ័ណ្ឌទូទាំងប្រទេសសូមជូនពរឲ្យបងប្អូនទទួលបាននិទ្ទេសល្អហើយជាពិសេសឲ្យទទួលបាននិទ្ទេស A B កាន់តែច្រើនដើម្បីធ្វើជាសសរទ្រូងនិងជាតំពាំងស្នងវិស័យរបស់ប្រទេសជាតិទៅថ្ងៃអនាគតខាងមុខហើយអ្វីដែលពូបងសូមដាំផ្ញើថាក្នុងពេលប្រឡងខាងមុខនេះសូមកុំឲ្យភ័យបាទត្រូវតាំងចិត្តថាមានតែយើងទេដែលអាចជំនះដែលអាចទ្រទ្រង់ដែលអាចជួយខ្លួនយើងឲ្យដំណើរការប្រឡងនេះទទួលបានជោគជ័យទទួលបានទេសល្អហើយបើបងប្អូនភ័យឬក៏បងប្អូនមានការបារម្ភលើបញ្ហាណាមួយក៏សូមទេវតាវត្ថុស័ក្តិសិទ្ធិបារមីថែរក្សាក្នុងលោកទាំងអស់សូមជួយធ្វើណាវិជាការភ័យការខ្លាចការបារម្ភបងប្អូននេះសូមឲ្យផ្ដល់ឲ្យបងប្អូននៅកម្លាំងពលំមមួលសុខភាពល្អបរិបូរណ៍ដើម្បីចូលរួមប្រឡងនៅសម័យប្រឡងខាងមុខនេះប្រព្រឹត្តទៅដោយជោគជ័យនិងរលូនហើយទទួលបានលទ្ធផលជាផ្លែផ្កាដោយអ្វីដែលបងនិងពូបានជម្រាបជូនមុននេះបាទសូមអរគុណបាទចាសូមអរគុណអាដាមចាបន្តមកកាន់អាដាមតំណាងឲ្យ ACU វិញម្ដងចាអាដាមមានជាសារអ្វីលើកឡើងបន្ថែមចុងក្រោយចាបាទសូមអរគុណសារជាថ្មីម្ដងទៀតចំពោះទូទួលបាត់ BTV ដែលមានកញ្ញារិសាបានរៀបចំនៅកម្មវិធីទូបទសម្ភាសនេះដែលផ្ដល់ឱកាសឲ្យយើងទាំងអស់គ្នាមកចូលរួមផ្ដល់ជាមតិយោបល់ទាក់ទងទៅនឹងដំណើរការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ2026នេះបាទសូមមានសារសម្រាប់ចំនួន3ជូនទៅដល់បងប្អូនដែលជាសិស្សានុសិស្សហើយដែលត្រូវប្រឡងនៅពេលខាងមុខនេះបងប្អូនត្រូវតាមដាននៅតាមបណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំយុវជនកីឡាដើម្បីទទួលបាននៅព័ត៌មានថ្មីៗនៃការប្រឡងហើយទី2គឺត្រូវពេលវេលាយើងចិត្តមកដល់ការប្រឡងហើយត្រូវរក្សាសុខភាពហើយសូមឲ្យជឿជាក់លើប្រព័ន្ធនៃការប្រឡងនេះគឺចេះអ្នកចេះគឺជាប់បើមិនមានសមត្ថភាពគឺមិនជាប់ទេហើយទី2សូមឲ្យបងប្អូនជាបេក្ខជនត្រូវជឿច្បាស់ទាំងអស់គ្នាត្រូវតែគោរពនៅបទបញ្ញត្តិនៃការប្រឡងដែលដាក់ចេញនៅក្រសួងអប់រំយុវជនធានាដើម្បីជៀសវាងប៉ះពាល់ដល់លទ្ធផលប្រឡងរបស់បងប្អូនទី3ក៏សូមគោរពជូនពរលោកជំទាវហ៊ុនម៉ាណានាយិកាអគ្គនាយកដ្ឋានទូតបាយ័នដែលបានដល់ឱកាសរៀបចំនៅកិច្ចសម្ភារនេះក៏សូមជូនពរដល់បងប្អូនទាំងអស់សូមឲ្យមានសុខភាពល្អហើយជាពិសេសសូមឲ្យប្រឡងទៅបានជាប់ទាំងអស់គ្នាបាទសូមអរគុណចាសូមអរគុណចាសូមគោរពអរគុណអាដាមទាំង3រូបដែលបានផ្ដល់កិត្តិយសនៅក្នុងកិច្ចសម្ភារនៅថ្ងៃនេះចាសូមអរគុណចាទូរទស្សនិកជនជាទីមេត្រីលោកអ្នកទើបបានតាមដានទស្សនានៅកិច្ចសម្ភារពិសេសរវាងនេះខ្ញុំជាមួយនឹងឯកឧត្តមតំណាងឲ្យស្ថាប័នអង្គភាពចំនួន3ចាក្នុងនោះគឺឯកឧត្តមកៅធីវុឌ្ឍឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយឯកឧត្តមសុកពេញវុឌ្ឍអភិបាលរងរាជធានីភ្នំពេញនិងឯកឧត្តមបណ្ឌិតសោមរតនាសមាជិកគណៈកម្មាធិការកណ្ដាលនៃសហភាពសហព័ន្ធយុវជនកម្ពុជាតំណាងឲ្យសហភាពសហព័ន្ធយុវជនកម្ពុជាអរគុណសម្រាប់ការតាមដានទស្សនារបស់លោកអ្នកនៅក្នុងកិច្ចសម្ភារពិសេសនេះពីការចូលរួមរបស់ផ្នែកពាក់ព័ន្ធនៅក្នុងដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ2026ខណៈនេះយើងខ្ញុំទាំងអស់គ្នាសូមអរគុណនិងសូមគោរពលា